ចេញឈីវម៉ាក់មានរឿងអីមែនទេចាំចប់ពិធីបុណ្យសពសិនចាំនិយាយគ្នារងចាំលេងបានហើយជៀនហៅគេទៅបាត់ហើយឈុនមីជាស្ត្រីម្នាក់ឯងត្រូវចិញ្ចឹមកូន2នាក់តើទៅថ្ងៃមុខត្រូវរស់នៅយ៉ាងម៉េចម៉ាក់និយាយត្រូវហើយក្នុងផ្ទះមិនអាចគ្មានអ្នកមើលថែពួកគេទេយើងអាចជួយបានទាំងថ្លៃចំណាយប្រចាំថ្ងៃនិងថ្លៃរៀនសូត្ររបស់កូនអ្វីដែលត្រូវចេញខ្ញុំនឹងជៀនមិននឹងចេញឲ្យទាំងអស់អ្វីដែលម៉ាក់ចង់បានមិនមែនជារឿងនេះទេម៉ាក់ចង់ឲ្យកូនលះបង់តំណែងជាប្រពន្ធច្បងត្រកូលលៀងឲ្យទៅគេម៉ាក់និយាយអីហ្នឹងកូនមានត្រឹមតែស្រីម្នាក់ប៉ុណ្ណោះឈុនមីគេមានកូនប្រុសដល់ទៅ2នាក់ជៀនមិនជាបងធំគេគួរតែបន្តពូជពងជំនួសជៀនហៅម៉ាក់កូនស្ងាត់មកទៅសពអូនប្រុសអ្នកនៅមិនទាន់ក៏ផងពួកគេទាំងពីរអ្នកកំពុងលុតជង្គង់នៅទីនេះក្នុងនាមជាបងប្រុសធំតើអ្នកមិនគួរផ្ដល់ឲ្យពួកគេនៅគ្រួសារមួយដែលពេញលេញទេគ្រួសារដែលពេញលេញអីចឹងបានជាអ្នកចង់ឲ្យប្តីខ្ញុំរៀបការជាមួយអូនថ្លៃខ្លួនឯងម៉ាក់សុំកូនលេងលះជាមួយជៀនមីងទៅទុកតំណែងនេះឲ្យឈុនមីម៉ាក់កំពុងបង្ខំឲ្យកូនលេងលះគ្នានៅក្នុងពិធីបុណ្យសពមែនទេមិនមែនបង្ខំកូនទេគឺដើម្បីទុកពូជពងឲ្យត្រកូលលៀងកូនកុំធ្វើជាមិនយល់ឲ្យសោះកូនស្រីយ៉ាងណាក៏ត្រូវទៅជាមនុស្សផ្ទះគេដែរមានតែកូនប្រុស2នាក់ទេទៅជាស្គររបស់ត្រកូលលៀងនាងអានក៏ជាកូនរបស់លៀងជៀនមីងដែរគេត្រកូលលៀងប៉ុន្តែគេមិនមែនជាចៅប្រុសទេពាក្យនេះម៉ាក់ហ៊ាននិយាយម្ដងទៀតទេមានអ្វីដែលម៉ាក់មិនហ៊ាននោះលៀងជៀនមីងបងនិយាយអ្វីខ្លះមកម៉ាក់ខ្ញុំគាត់កំពុងតែតក់ស្លុតខ្លាំងណាស់ខ្ញុំសួរអ្នកគាត់ឲ្យខ្ញុំលេងលះឲ្យអ្នករៀបការជាមួយឡឈុនមីអ្នកថាដូចម្ដេចបងថ្លៃខ្ញុំមិនមានបំណងបែបនោះទេឈុនមីមិនបាននិយាយអ្វីទេគឺពួកយើងត្រកូលលៀងមិនអាចមើលពួកគេទាំង3នាក់ម្ដាយកូនគ្មានទីពឹងបានទេគ្មានទីពឹងហើយមកដណ្ដើមប្តីខ្ញុំឬអ្នកកុំនិយាយស្ដីឲ្យវាពិបាកស្ដាប់ពេកអីឈុនមីជាប្រពន្ធរបស់ជៀនហាវកូន2នាក់នោះជាកូនត្រកូលលៀងចុះខ្ញុំនឹងនាងអានវិញគេមានអ្នកជាម្ដាយមិនអត់ឃ្លានស្លាប់ទេលៀងជៀនមីងអ្នកទេម៉ាក់កុំនិយាយទៀតអីម៉ាក់ត្រូវតែនិយាយជៀនមីងថ្ងៃនេះអ្នកត្រូវតែឲ្យចម្លើយច្បាស់លាស់មកខ្ញុំអ្នកចង់ឲ្យម៉ាក់រស់ឬចង់បានប្រពន្ធដែលចេះតែបមាត់នេះលុយបង្ហាញជំហរឲ្យច្បាស់សិនមកម៉ាក់រឿងលុយកាក់នេះមិនក៏និយាយពេលនេះបើបងហ៊ានឲ្យលុយគេខ្ញុំនឹងយកក្បាលបុកជញ្ជាំងស្លាប់ឲ្យមើលលួងលោមគាត់សិនទៅរឿងផ្សេងចាំនិយាយគ្នាពេលក្រោយចេញឈីវអូនក៏ធ្វើឲ្យគាត់ខឹងខ្លាំងពេកដែរចេញឈីវអូនចង់និយាយអ្វីឬមួយយើងលេងលះគ្នាคล้ายសិនទៅដើម្បីឲ្យម៉ាក់ស្ងប់ចិត្តសិនរងចាំឲ្យគាត់បាត់ខឹងចាំយើងរកវិធីដោះស្រាយតាមក្រោយលេងលះคล้ายបងមិនមែនចង់បោះបង់អូននឹងនាងអានពិតមែនទេបងបានបោះបង់ពួកយើងរួចទៅហើយបងហ៊ានតែតាមនាងទៅចុះខ្ញុំនឹងស្ដាប់ចាប់ពីពេលនេះទៅរាល់ពាក្យសម្ដីរបស់បងខ្ញុំនឹងចងចាំទុកទាំងអស់ម៉ាក់ហេតុអ្វីប៉ាមិនព្រមចេញមកពីព្រោះប៉ាមិនទាន់ចេះមកឈរខាងពួកយើងទេធានជីវកុំទៅណាមានអាននៅក្មេងណាស់កុំឲ្យកូនឃើញរឿងទាំងនេះគាត់បានឃើញអស់ហើយមិញនេះខ្ញុំមិនមែនមានន័យបែបហ្នឹងទេគឺមកពីខ្ញុំអស់ផ្លូវដើរទើបធ្វើបែបនេះដល់ពេលអស់ផ្លូវដើរក៏រុញខ្ញុំនិងកូនស្រីចេញទៅថេងជិងឃីវអ្នកកុំធ្វើជាតួឯកដែលរងទុក្ខខ្លាំងពេកអីថ្ងៃនេះជាពិធីបុណ្យសពរបស់ជៀនហៅអ្នកនៅចង់បង្កចំនួនដល់ពេលណាទៀតចុះថ្ងៃនេះអ្នកណាជាអ្នកបង្កចំនួនមុនម៉ាក់គាត់គ្រាន់តែសោកសៅខ្លាំងពេកអ្នកជាកូនប្រសាមិនអាចយកចិត្តគាត់បន្តិចទេយកចិត្តដល់ថ្នាក់លើកប្តីឲ្យគេនឹងឬកុំមកប៉ះខ្ញុំជិងឃីវយើងត្រឡប់ទៅផ្ទះវិញសិនល្អទេនៅទីនេះមានមនុស្សច្រើនណាស់បានតោះត្រឡប់ទៅផ្ទះវិញប៉ុន្តែមិនមែនដើម្បីលាក់បាំងរឿងអាស្រូវឲ្យអ្នកទេគឺខ្ញុំនឹងនិយាយរឿងនេះឲ្យច្បាស់ដោយផ្ទាល់មាត់ម៉ាក់ចុះហេតុអ្វីបានជាប៉ាមិនជួយកូនណែប៉ាមិនបានកុំកុហកនៅចំពោះមុខកូនចេញទៅនិយាយខាងក្រៅម៉ាក់ដឹងថាឯងមានទុក្ខក្នុងចិត្តមិនមែនមានទុក្ខទេគឺស្អប់ខ្ពើមចេញឈីវកុំនិយាយធ្ងន់ពេកអីថ្ងៃនេះម៉ាក់ទ្រាំលែងបានហើយគាត់ទើបតែបាត់បង់កូនប្រុសម្នាក់ចុះទើបគាត់អាចបង្ខំឲ្យខ្ញុំលះបង់ប្តីនៅចំពោះមុខគេបានមែនទេគាត់មិនមែនជាមនុស្សដែលមានស្មារតីគ្រប់គ្រាន់ទេចុះឯងវិញមានស្មារតីគ្រប់គ្រាន់ទេពេលដែលឯងនិយាយរឿងលែងលះคล้ายនោះតើឯងដឹងខ្លួនទេបងគ្រាន់តែចង់ទប់ស្ថានភាពគាត់សិនបើគាត់ហ៊ានយកជីវិតទៅបដូរមែនតើត្រូវធ្វើម៉េចឯងខ្លាចគាត់យកជីវិតទៅបដូរមែនទេចុះមិនខ្លាចខ្ញុំនឹងមានអានត្រូវពួកអ្នកបិទផ្លូវរហូតដល់ស្លាប់ទេបងមិនបានចង់បិទផ្លូវពួកឯងទេបងធ្វើមែនបងគ្រាន់តែនិយាយស្ដីផ្អែមជាងម៉ាក់បងប៉ុណ្ណោះចុះចង់ឲ្យបងធ្វើម៉េចទៅឈុនមីជាស្ត្រីម្នាក់ចិញ្ចឹមកូន2នាក់ជៀនហៅក៏ស្លាប់ទៅហើយបងជាបងប្រុសច្បងតើបងមិនអាចជួយមើលការខុសត្រូវបានទេគ្មានអ្នកណាខាត់មិនឲ្យអ្នកមើលថែទេទាំងថ្លៃជួលផ្ទះថ្លៃចំណាយនិងថ្លៃសិក្សាខ្ញុំសុទ្ធតែអាចពិភាក្សាបានទាំងអស់ម៉ាក់នឹងមិនយល់ព្រមទេអីចឹងចំណុចសំខាន់របស់អ្នកគឺអាស្រ័យលើម៉ាក់យល់ព្រមឬអត់មែនទេឡើងជាមិញថ្ងៃនេះខ្ញុំសួរតែមួយម៉ាត់ទេតើអ្នកនឹងលែងលះជាមួយខ្ញុំទេដើម្បីរៀបការជាមួយលូឆាមីអត់ទេមើលមុខខ្ញុំហើយនិយាយមកអត់ទេ
បើអីចឹងផ្ទះនេះអ្នកណានៅអ្នកណាមិននៅក៏គួរតែឲ្យខ្ញុំជាអ្នកសម្រេចដែរអ្នកចង់មានន័យថាម៉េចលូឆានីនិងកូនប្រុសទាំងពីររបស់នាងមិនអនុញ្ញាតឲ្យចូលមករស់នៅទីនេះទេទទួលទូរស័ព្ទទៅម៉ាក់មានរឿងអីមែនទេព្រឹកស្អែកម៉ាក់នឹងនាំឆានីនិងកូនទៅទីនោះនាងនៅផ្ទះចាស់នោះហើយភ័យខ្លាចផ្ទះពួកឯងធំទូលាយទុកមួយបន្ទប់ឲ្យគេទៅម៉ាក់រឿងនេះត្រូវពិភាក្សាជាមួយជីងឈីវសិនពិភាក្សាអីទៅគេគ្រាន់តែជាអ្នកក្រៅម្នាក់ចង់មកខាត់ចៅរបស់ត្រកូលលៀងទៀតឬម៉ាក់កុំនិយាយបែបនេះអីព្រឹកស្អែកម៉ោង 8ឯងបើកទ្វារទៅបើតាំងជីងឈីវហ៊ានខាត់ម៉ាក់នឹងអង្គុយនៅមុខផ្ទះឯងឲ្យអ្នកជិតខាងទាំងអស់ឃើញថាគេខូខើប៉ុណ្ណាឯងញើទេយីហើយពួកគេនឹងមកនៅថ្ងៃស្អែកស្នាក់នៅប៉ុន្មានថ្ងៃសិនប៉ុន្មានថ្ងៃរងចាំខ្ញុំរកផ្ទះបានសិនលេងជាមិញអ្នកទូរស័ព្ទត្រឡប់ទៅវិញឥឡូវនេះប្រាប់គាត់ថាមិនបានទេចេញខៀវជានហៅទៅតែចេញទៅឆានីនាំកូនមកជាមួយបើឲ្យពួកគេស្នាក់នៅផ្ទះចាស់ក៏មិនសមដែរអ៊ីចឹងអ្នកទៅនៅជាមួយពួកគេទៅក្នុងផ្ទះនេះមានខ្ញុំនិងណែណានគឺគ្មានកន្លែងសម្រាប់លោកខ្ញុំនិងកូនទេបើអ្នកហ៊ានឲ្យពួកគេចូលផ្ទះនេះខ្ញុំនឹងនាំណែនឹងចេញទៅកុំយកកូនមកគំរាមខ្ញុំគឺអ្នកទាំងអស់គ្នាទេដែលយកខ្ញុំនិងកូនមកធ្វើជាខែលចេញខៀវកុំតន់បើកអ្នកខ្លាចអ្វីរីរែកធ្វើអីកូននៅខាងក្រៅយូរហើយខ្ញុំបាននិយាយកាលពីយប់មិញហើយពួកគេមិនអាចមករស់នៅទីនេះបានទេផ្ទះនេះជារបស់ត្រកូលឡើងមិនមែនត្រកូលថែងទេលុយបងរំលោះដំបូងគឺបានមកពីឪពុកម្ដាយខ្ញុំហើយក្រោយរៀបការក៏ខ្ញុំជាអ្នកបងរំលោះបន្តទីនេះក៏ជារបស់ត្រកូលថែងដែរជាបើហៅពូទៅចាប់ពីពេលនេះទៅនេះជាផ្ទះរបស់កូនហើយពូអ្នកយល់ព្រមហើយមែនទេឲ្យពួកគេចូលមកសិនទៅចូលនៅមាត់ទ្វារបែបនេះវាមើលទៅមិនសមទេអ្វីដែលមិនសមនោះមិនមែនការចូលនៅមាត់ទ្វារទេគឺការដែលអ្នកបើកទ្វារនេះឲ្យពួកគេចូលបងថ្លៃខ្ញុំអាចដេកនៅបន្ទប់ទទួលភ្ញៀវបានខ្ញុំនឹងមិនរំខានអ្នកទាំងពីរទេបើអ្នកហៅខ្ញុំថាបងថ្លៃអ្នកគួរតែដឹងថាអ្នកមិនគួរឈានជើងចូលក្នុងផ្ទះនេះទេមិនឲ្យចូលទេអ្នករារាំងស្ត្រីមេម៉ាយនិងក្មេងកំព្រាបែបនេះមិនខ្លាចអ្នកចិត្តខាងគេសើចចំអកឲ្យទេខ្ញុំខ្លាចកូនស្រីខ្ញុំត្រូវគេដេញចេញពីបន្ទប់របស់នាងខ្លួនឯងក្មេងស្រីដេកទីណាក៏បានដែរចាឈឹងនិងចាប៉ាវជាកូនប្រុសពួកគេត្រូវតែនៅក្នុងបន្ទប់តើអ្នកណាអនុញ្ញាតឲ្យពួកអ្នកចូលមកកូនប្រុសខ្ញុំជាអ្នកអនុញ្ញាតលៀងជៀនមីងនិយាយអ្វីមួយមកឈីងឈីវស្នាក់នៅទីនេះពី3ថ្ងៃសិនទៅខ្ញុំសន្យាថារកផ្ទះបានភ្លាមខ្ញុំនឹងរើចេញអ្នកធ្លាប់សន្យាថានឹងមិនឲ្យពួកគេចូលមកទេម៉ាក់ខ្ញុំសុខភាពមិនសូវល្អទេកុំធ្វើឲ្យគាត់ខឹងអីគាត់សុខភាពមិនល្អចុះហេតុអ្វីបានជាកូនស្រីខ្ញុំត្រូវរងគ្រោះវិញបន្ទប់នេះទុកឲ្យកូននិងប្អូនប្រុសស្នាក់នៅទៅចុះការចែករំលែកតុតាឲ្យប្អូនវាមានបញ្ហាអ្វីទៅនាងមិនមែនជាប្អូនស្រីរបស់គេទេបងថ្លៃក្មេងនៅតូចមិនដឹងអីទេបើអ្នកធំចេះគិតក៏មិននាំពួកវាមកដណ្ដើមបន្ទប់ដែរលើកក្រែនេះចេញទៅក្មេង2នាក់គេងក្រែជន់លើក្រោមសំជាងយប់ឡើងឲ្យនាងអានគេងបៀតជាមួយពួកឯងទៅម៉ាក់កូនមិនយកទេកុំខ្លាចអីម៉ាក់កុំរើក្រែបើមិនរើក្រែតើឲ្យពួកវាគេងឯណាប្អូនប្រុសឯងស្លាប់ទៅហើយនៅឲ្យកូនប្រុសគេគេងដេកទៀតអីចឹងទៅជួលផ្ទះគេទៅការជួលផ្ទះមិនបាច់ចំណាយលុយមែនទេលុយទុកឲ្យជាឆឹងជាប៉ាវទៅថ្ងៃមុខរៀនសូត្រមិនល្អទេកូនស្រីខ្ញុំត្រូវការរៀនឥឡូវនេះវាគ្រាន់តែជាក្មេងស្រីម្នាក់មិនចាំបាច់ថ្នាក់ថ្នមខ្លាំងពេកទេអ្នកអើទេម៉ាក់មិនមែនមានន័យបែបនោះទេគ្រប់ម៉ាត់ដែលម៉ាក់និយាយសុទ្ធតែមានន័យបែបនេះទាំងអស់អ្នកធ្វើស្អីហ្នឹងឲ្យបន្ទប់នេះទៅគេជីងឈៀវកុំធ្វើបែបនេះអីមិនមែនពួកអ្នកចង់បានទេរបស់នេះទុកនៅផ្ទះសិនទៅចាប់ពីថ្ងៃនេះទៅរបស់ខ្ញុំនឹងមិនដាក់នៅកន្លែងដែលអ្នកអាចប៉ះបានទៀតទេជីងឈៀវកុំទៅណាខ្ញុំមិនទៅណាទេរងចាំមើលកូនស្រីខ្ញុំដេកនៅបន្ទប់ទទួលភ្ញៀវចោះចង់ទៅក៏ទៅ
កុំត្រឡប់មកយំសុំជួបផ្ទះវិញឲ្យសោះទ្វារនេះខ្ញុំនឹងត្រឡប់មកបើកវិញប៉ុន្តែមិនមែនមកសុំពួកអ្នកទេអ្នកនាំនាងអានទៅណាទៅកន្លែងដែលគេមិនរើសអើងថាគាត់ជាក្មេងស្រីគេចចេញទៅខ្ញុំនឹងមកទទួលអ្នកទាំងពីរត្រឡប់ទៅវិញពេលក្រោយរងចាំឲ្យអ្នកបញ្ជូនពួកគេចេញទៅសិនសឹមនិយាយពាក្យនេះលៀងជៀនមីងនេះជាលើកទី2ហើយដែលអ្នកជ្រើសរើសពួកគេម៉ាក់ចុះក្រែរបស់កូនធ្វើម៉េចម៉ាក់នឹងនាំកូនទៅយកវាត្រឡប់មកវិញលេងអាពីពីនេះត្រូវតែលេងឲ្យបានម៉ាក់កុំតន់អាល់អីនៅមិនតន់ឲ្យទៀតគេថែមទាំងយកមនុស្សមកដាក់ដល់ក្នុងផ្ទះកូនទៀតបើប្រញាប់ឆ្លោះគ្នាកូននឹងមិនអាចយកផ្ទះមកវិញបានទេបើប្រញាប់លេងលេះគឺកាន់តែធ្វើឲ្យពួកគេរស់នៅទីនោះបានស្រួលកូនត្រូវតែត្រៀមខ្លួនឲ្យរួចរាល់គាត់និយាយរឿងនេះនៅចំពោះមុខកូនមាត់ម៉ាក់កុំនិយាយរឿងនេះនៅចំពោះមុខណែនអីម៉ាក់តើយើងនៅតែអាចត្រឡប់ទៅផ្ទះវិញបានទេបានរងចាំឲ្យម៉ាក់ជួសជុលទ្វារដែលខូចនេះសិនរួចយើងនឹងត្រឡប់ទៅវិញប៉ាក៏ត្រឡប់មកវិញដែរមែនទេប៉ាត្រូវរៀនពីរបៀបធ្វើជាប៉ាសិនបងថ្លៃម៉ាក់ឲ្យខ្ញុំប្រាប់បងថានៅផ្ទះសុខសប្បាយទេបងជាមិនក៏មើលថែកូនបានល្អដែរបងមិនបាច់បារម្ភទេបងប្រញាប់ចង់អង្គុយកន្លែងខ្ញុំម្លេះអីចឹងអង្គុយឲ្យចប់ទៅឈៀវយ៉ាវបងថ្លៃបងអាចនិយាយបានទេបានថ្ងៃនេះខ្ញុំទៅផ្ទះអ្នកមីងមកបងស្រីឆានីគាត់ពាក់កងដៃត្បូងរបស់ម៉ាក់ក្មេកបងកងដៃត្បូងមួយណាក៏កងដែលអ្នកមីងធ្លាប់និយាយថាត្រូវប្រគល់ឲ្យកូនប្រសាច្បងនោះអីគាត់ពាក់ឲ្យបងស្រីឆាមីនៅចំពោះមុខសាច់ញាតិទាំងអស់ថែមទាំងនិយាយថាទៅថ្ងៃមុខត្រូវពឹងបងស្រីឆាមីឲ្យជួយមើលថែបងជាមិននិងកូនទាំងពីរនាក់គាត់ពិតជាហ៊ានណាស់ឡែងជាមិននៅទីនោះដែរទេនៅគាត់មិនបាននិយាយអ្វីទេគាត់បានឃើញហើយបងថ្លៃខ្ញុំក៏អ្នកមីងនិយាយដែរថារងចាំឲ្យគ្រប់100ថ្ងៃរបស់បងយ៉ែនហៅសិនចាំឲ្យពួកគេទៅធ្វើឯកសារឲ្យរួចរាល់ឈៀវយូអ្វីដែលអ្នកនិយាយជាមួយខ្ញុំថ្ងៃនេះកុំទៅនិយាយប្រាប់អ្នកណាទៀតឲ្យសោះខ្ញុំដឹងហើយខ្ញុំគ្រាន់តែមានអារម្មណ៍ថាពួកគេធ្វើបាបមនុស្សពេកហើយអរគុណអ្នកបងថ្លៃអ្នកកុំរែកពុនម្នាក់ឯងអីចេញឃីវបើចង់យំក៏យំចេញមកចុះមិនយំទេយំទៅក៏គ្មានប្រយោជន៍ដែរខ្ញុំចង់ឲ្យពួកគេនិយាយរឿងនេះដោយខ្លួនឯងតើអ្នកចង់រកអ្នកណាឲ្យជួយសួរនាំមែនទេមានសិស្សច្បងម្នាក់នៅសាកលវិទ្យាល័យឥឡូវគាត់ធ្វើជាទីប្រឹក្សាច្បាប់ផ្នែកគ្រួសារតើវានឹងធ្វើឲ្យរឿងកាន់តែធំទៅទេម៉ាក់រឿងវាធំរួចទៅហើយគ្រាន់តែពីមុនវាកើតឡើងចំពោះតែខ្ញុំប៉ុណ្ណោះឥឡូវនេះខ្ញុំចង់ឲ្យពួកគេបានឃើញដូចគ្នាជាងឈីវទោះបីកូនធ្វើបែបណាក៏ដោយប៉ាម៉ាក់នៅទីនេះជានិច្ចលោកប្រធានឈឿនខ្ញុំចង់ពិគ្រោះយោបល់រឿងសិទ្ធិអាពាហ៍ពិពាហ៍និងអចលនទ្រព្យស្វាមីរបស់ខ្ញុំគាត់ចង់រៀបការជាមួយប្អូនថ្លៃស្រីបន្ទាប់ពីធ្វើបុណ្យគម្រប់100ថ្ងៃឲ្យអូនប្រកបកុំតន់អាប្រញាប់សម្រេចចិត្តអីប្រាប់រឿងរ៉ាវតាមលំដាប់លំដោយឲ្យច្បាស់សិនក្នុងពិធីបុណ្យសពគេបង្ខំឲ្យខ្ញុំចុះចេញថ្ងៃបន្ទាប់គេចូលមកផ្ទះខ្ញុំដណ្ដើមយកបន្ទប់កូនស្រីខ្ញុំថ្ងៃទី3គេផ្ញើរូបភាពមកគំរាមខ្ញុំកាលពីម្សិលមិញខ្ញុំមើលថាពួកគេកំពុងរងចាំធ្វើឯកសារក្រោយថ្ងៃគម្រប់100ថ្ងៃមួយសន្លឹកនេះអាចបញ្ជាក់បានថាពួកគេកំពុងរស់នៅជាមួយគ្នាប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ទេចុះឯកសារថតសម្លេងវិញការថតសម្លេងមានប្រយោជន៍ប៉ុន្តែអ្វីដែលអ្នកត្រូវការគឺខ្សែសង្វាក់ភស្តុតាងពេញលេញអ្នកណាបាននិយាយអ្វីខ្លះអ្នកណាបានធ្វើអ្វីខ្លះតើផ្ទះនេះនរណាជាអ្នកចេញលុយតើនរណាដែលត្រូវគេដេញចេញពិតប្រាកដតើនរណាដែលត្រូវបានចុះឈ្មោះជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ទាំងអស់នេះត្រូវតែភ្ជាប់គ្នាឲ្យបានកូនយល់ហើយម៉ាក់តើផ្ទាំងរូបភាពគុំរបស់កូនពីមុននោះនៅអាចយកត្រឡប់មកវិញបានទេបានយាយថាប្អូនចូលចិត្តក៏ឲ្យទៅប្អូនទៅនោះមិនមែនជាប្អូនទេនោះគឺការដណ្ដើមរបស់កូនទោះអ្នកអតីតចូលចិត្តរបស់កូនក៏ត្រូវតែមានការយល់ព្រមពីកូនទើបអាចយកបានចុះបើប៉ាយល់ព្រមវិញរបស់កូនទោះប៉ាក៏មិនអាចសម្រេចជំនួសកូនបានដែរផ្ទះដែលទិញកាលនោះលុយបងរំលោះដំបូងគឺម៉ាក់និងប៉ាជាអ្នកចេញឯកសារដើមប៉ានៅរក្សាទុកប៉ាទុករបស់នេះនៅជាមួយប៉ាសិនទៅនេះគឺជាអ្វីដែលប៉ាទុកឲ្យកូនដើម្បីជាទីពឹងគេកាន់តែធ្វើរឿងនេះដោយប្រយ័ត្នប្រយែង
ភូតតាំងក៏កាន់តែច្បាស់ឈុនមេអង្គុយចិត្តជៀនមីងទៅម៉ាក់កុំធ្វើបែបនេះអីមិនក៏អីចឹងគាត់មើលថែកូនរបស់ប្អូនប្រុសអ្នកហើយថែមទាំងមើលថែរឿងហូបចុកអ្នកទៀតអង្គុយចិត្តអ្នកវាធ្វើឲ្យអ្នកពិបាកចិត្តមែនទេជៀនមីងអ្នកកុំធ្វើមុខដូចមានទោសដាក់អ្នកណាម្នាក់អីថែមទាំងជឿគេទៅបាត់ហើយនៅធ្វើពុតជាអ្វីទៀតគាត់មិនមែនទៅដោយខ្លួនឯងទេគឺពួកអ្នកទេដែលបង្ខំឲ្យគាត់ទៅខ្ញុំបង្ខំគាត់បើគាត់ចេះគិតមែននោះគាត់គួរតែដកខ្លួនចេញដោយខ្លួនឯងម៉ាក់កុំនិយាយទៀតអីបងថ្លៃចូលនឹងមានរឿងទៀតហើយអ្នកចិត្តល្អពេកហើយថ្ងៃក្រោយគ្រួសារនេះមិនយូរមិនឆាប់ត្រូវពឹងលើអ្នកហើយគឺទេក្មេងស្រឡាញ់អ្នកណាស់អ្នកមីងថែមទាំងនិយាយថាឲ្យបងស្រីឆានីពាក់កងដៃនោះឲ្យជាប់ឆេវអ្នកកុំប្រថុយថតទៀតអីខ្ញុំដឹងហើយតែខ្ញុំពិតជាមើលមិនរួចទេអ្នកបានជួយខ្ញុំច្រើនណាស់មកហើយបងថ្លៃបងជាមីងស្អែកនេះតើគាត់ទៅចូលរួមកម្មវិធីនៅសាលាម្ដាយមែនទេខ្ញុំមើលគាត់និយាយជាមួយអ្នកមីងគាត់ថាគាត់នឹងទៅអ្នកមីងហាក់មិនសូវសប្បាយចិត្តទេបងឆានីក៏សួររឿងនេះច្រើនដងដែរខ្ញុំដឹងហើយលែងជាមីងស្អែកនេះកុំកិច្ចមុខទៀតអីថ្ងៃនេះត្រូវការឲ្យខ្ញុំទៅជាមួយទេមិនបាច់ទេមនុស្សច្រើនវាងាយនឹងរញ៉េញ៉ៃពេលជួបជាមីងកុំឲ្យពាក្យផ្អែមល្ហែមរបស់គាត់បោកបញ្ឆោតឲ្យសោះខ្ញុំមិនធ្វើបែបនោះទេតើប៉ានឹងមកថ្ងៃនេះទេមកចុះម៉ាក់របស់ប៉ានឹងមកដែរទេអត់ទេម៉ាក់បាននិយាយជាមួយគ្រូរួចរាល់ហើយថ្ងៃនេះមានតែប៉ានិងម៉ាក់ទេដែលទៅចូលរួមកម្មវិធីជាមួយកូនចុះខ្ញុំអាចសប្បាយចិត្តបានទេបានតើថ្ងៃនេះជាថ្ងៃប្រកួតកីឡារបស់កូនមិនមែនជាថ្ងៃដែលមនុស្សធំមកឆ្លោះគ្នាទេណែប៉ាមិនមកយឺតទេមែនទេអត់ទេកូនគាត់បានញ៉ាំទឹកដោះគោនៅពេលព្រឹកហើយតាក់យ៉ាអ៊ូចូលក្នុងកាបូបសិនទៅចាស់ម៉ាក់ប៉ារបស់ណែនបន្តិចទៀតមានការរត់ប្រណាំងជុំគ្រួសារនៅផ្លូវរត់លេខ3សូមត្រៀមខ្លួនម៉ាក់ប៉ាទៅជាមួយគ្នាបានទេបានថ្ងៃនេះគាត់សប្បាយចិត្តខ្លាំងណាស់កាលពីមុនគាត់ក៏ងាយនឹងសប្បាយចិត្តដែរចេងខៀវខ្ញុំដឹងថាខ្ញុំធ្វើខុសហើយរឿងមួយណារឿងដែលឲ្យម៉ាក់ពួកគាត់ចូលទៅនៅទីនោះចុះមានអ្វីទៀតនៅឯពិធីបុណ្យសពខ្ញុំមិនគួរនិយាយរឿងលែងលះคล้ายៗនោះទេចុះអ្វីទៀតខ្ញុំមិនគួរធ្វើឲ្យណែនត្រូវរងទុក្ខបែបនេះទេគ្រាន់តែថាណែនបងក៏ត្រូវរងទុក្ខដូចគ្នាការរងទុក្ខមិនមែនជារឿងសំខាន់ទេរឿងសំខាន់គឺតើបងចង់ធ្វើអ្វីបន្តទៀតខ្ញុំនឹងរកវិធីធ្វើឲ្យម៉ាក់បាត់ខឹងចុះបន្ទាប់ពីគាត់បាត់ខឹងហើយលូឆានីនិងកូននៅតែស្នាក់នៅក្នុងផ្ទះទុកឲ្យពួកគេនៅសិនទៅបើដេញពួកគេចេញពេលនេះតើក្មេងនឹងទៅជាយ៉ាងណាចុះខ្ញុំនឹងណែនវិញពួកអូនទៅស្នាក់នៅផ្ទះប៉ាម៉ាក់2-3ថ្ងៃសិនទៅរងចាំឲ្យប៉ាម៉ាក់ខ្ញុំសម្រួលអារម្មណ៍គាត់សិនចាំខ្ញុំទៅទទួលពួកអូនត្រឡប់ទៅវិញបន្ទាប់ពីត្រឡប់ទៅវិញហើយតើណែនត្រូវដេកនៅណាខ្ញុំនឹងទិញក្រែមួយទៀតតាក់នៅបន្ទប់ទទួលភ្ញៀវចេងខៀវជាចេងនឹងជាបែលទៅតែបាត់បង់ប៉ាដូច្នេះកូនស្រីរបស់ខ្ញុំក៏ត្រូវតែបាត់បង់បន្ទប់ដែរមែនទេអ្នកកុំនិយាយចាក់ដោតពេកអីអ្នកគិតថាខ្ញុំនិយាយចាក់ដោតមែនទេមកពីខ្ញុំមិនបានធ្វើតាមរបៀបដែលអ្នកចង់ឲ្យខ្ញុំធ្វើមែនទេម៉ាក់និយាយថារងចាំឲ្យគ្រប់100ថ្ងៃសិនខ្ញុំនឹងជន់មីនឹងទៅរៀបការឲ្យរួចរាល់ធ្វើបែបនេះបានជាឆឹងនឹងសៀវភៅមានចិត្តស្ងប់អ្នកយល់ព្រមហើយមែនទេខ្ញុំគ្មានជំរើសទេអ្នកគ្មានជំរើសឬមួយក៏អ្នកខ្លួនឯងក៏ចង់បានកូនប្រុស2នាក់ដែរអ្នកកុំនិយាយបែបនេះអីចុះអ្នកនិយាយមកមើលតើអ្នកចង់បានអ្វីឲ្យប្រាកដមានអានរស់នៅជាមួយអ្នកនឹងមិនលំបាកទេប៉ុន្តែជាឆឹងនឹងសៀវភៅមិនដូចគ្នាទេពួកគេគ្មានឪពុកទៀតហើយចុះយ៉ាងម៉េចម៉ាក់ខ្ញុំនិយាយត្រូវហើយត្រកូលលៀងមិនអាចគ្មានកូនប្រុសបានទេអ្នកនិយាយម្ដងទៀតមើលខ្ញុំមិនអាចគ្មានកូនប្រុសបានទេចុះនាងអានវិញគិតជាអ្វីនាងអាននៅតែជាកូនស្រីរបស់ខ្ញុំជានិច្ចខ្ញុំនឹងឲ្យលុយគាត់ខ្ញុំនឹងទៅជួបគាត់ហើយមើលថែគាត់ឲ្យបានល្អលុយដែលគាត់ឲ្យគ្រួសារនេះតើអ្នកគិតថាវាសមរម្យដែរឬទេ
ផ្ទះនិងប្រាក់សន្សំភាគច្រើនអាចឲ្យអ្នកនឹងណែនបានខ្ញុំគ្រាន់តែសុំគុំឲ្យអ្នកធ្វើរឿងនេះឲ្យធំដុំសូមជួយសម្រេចបំណងខ្ញុំលើកនេះផងអ្នកនិយាយឲ្យច្បាស់មកអ្នកសុខចិត្តបែងចែកផ្ទះនិងប្រាក់សន្សំឲ្យតិចជាងមុនដើម្បីតែទទួលស្គាល់ក្មេងពីរអ្នកនោះមែនទេខ្ញុំគ្រាន់តែចង់ឲ្យត្រកូលលែងមានអ្នកបន្តពូជពង្សក្នុងផ្ទះនេះលែងមានអ្នកទៀតហើយម៉ាក់អ្នកគ្រូនិយាយថាពួកយើងអាចទៅយកមេដាយរបស់លេងបានហើយបានម៉ាក់ជូនកូនទៅកូនក៏ទៅដែរមិនបាច់ទេអ្នកនិយាយចប់ហើយតផ្លូវហើយខ្ញុំនឹងឆាមីទៅធ្វើឯកសារឲ្យរួចរាល់សិនគាត់ពិតជាហ៊ាននិយាយចេញមកមែនគាត់និយាយចេញមកទើបមានប្រយោជន៍ចុះជំហានបន្ទាប់យ៉ាងម៉េចដែររក Chen Shiwen ថ្ងៃនេះអ្នកនៅសប្បាយចិត្តខ្លាំងណាស់ពួកយើងអាចនិយាយគ្នាដោយល្អបានទេនិយាយបាននិយាយជាមួយគាត់ទៅនិយាយជាមួយផុសតាំងទៅខ្ញុំបានវាហើយគាត់ផ្ទាល់មាត់បានសារភាពថាក្រោយ100ថ្ងៃនឹងរៀបចំឯកសារជាមួយលូឆាមីគាត់ក៏សារភាពដែរថាគាត់មិនអាចខ្វះកូនប្រុសបានទេកន្លែងនេះសំខាន់ណាស់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅវាអាចបញ្ជាក់ថាគាត់មានគម្រោងច្បាស់លាស់ហើយក៏អាចបញ្ជាក់បានថាអ្នកនិងកូនស្រីត្រូវបានគេបង្ខំឲ្យដកខ្លួនចេញប៉ុន្តែរឿងផ្ទះនៅខ្វះចំណុចមួយទៀតចំណុចណាទៅលូឆានីនិងកូនមិនមែនគ្រាន់តែមកស្នាក់នៅបណ្ដោះអាសន្នទេអ្នកត្រូវតែបង្ហាញថាពួកគេបានចាត់ទុកទីនោះជាកន្លែងស្នាក់នៅរយៈពេលវែងការចុះបញ្ជីនៅការិយាល័យអចលនត្រប់មែនហើយបន្ទប់កូនស្រីរបស់អ្នកទៀតរបស់ត្រូវបានគេរើចេញអេវ៉ាន់និងរបស់ប្រើប្រាស់របស់ពួកគេទាំងអស់នេះមានប្រយោជន៍ជាងការឈ្លោះប្រកែកគ្នាស្អែកខ្ញុំនឹងទៅការិយាល័យអចលនត្រប់កុំទៅប៉ះទង្គិចជាមួយពួកគេតែម្នាក់ឯងឲ្យសោះខ្ញុំមិនធ្វើបែបនោះទេចេញខៀវពួកគេនឹងកាន់តែប្រញាប់នៅពេលក្រោយខ្ញុំដឹងហើយតើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅចាប់តាំងពីថ្ងៃដែលពួកគេចូលមកក្នុងផ្ទះខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ Chen Shiwen លើកនេះខ្ញុំមិនត្រឹមតែចង់ចាក់ចេញទេខ្ញុំនឹងនាំណែនត្រឡប់ទៅផ្ទះវិញអ្នកស្រី Tang អ្នកគឺជាសមាជិកគ្រួសាររបស់ម្ចាស់ផ្ទះការពិនិត្យការចុះឈ្មោះគឺអាចធ្វើទៅបានតែត្រូវតែបញ្ជាអត្តសញ្ញាណសិននេះគឺជាឯកសារកម្មសិទ្ធិផ្ទះនេះគឺជាច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំអ្នកដែលបានចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ក្នុងផ្ទះរបស់អ្នកពេលនេះគឺ Lang Jiaming, Liu Fengxia, Lu Chami, Lang Jiacheng, Lang Jiabao ចុះកូនស្រីខ្ញុំវិញក្នុងកំណត់សម្គាល់បានសរសេរថាបណ្ដោះអាសន្នមិនស្នាក់នៅតើនរណាជាអ្នកកែលោកឡែងបានយកឯកសារមកកែដោយខ្លួនឯងគាត់ថាមានការផ្លាស់ប្ដូរសមាជិកក្នុងគ្រួសារសូមព្រីនឯកសារចុះឈ្មោះនេះចេញមកអ្នកស្រី Tang មួយនេះប្រហែលជាត្រូវចុះឈ្មោះពីគោលបំណងប្រើប្រាស់ការសម្របសម្រួលលើទ្រព្យសម្បត្តិគ្រួសារនិងសិទ្ធិស្នាក់នៅក្មេងអាយុ5ឆ្នាំម្នាក់ត្រូវគេកត់សម្គាល់ក្នុងផ្ទះខ្លួនឯងថាជាអ្នកមិនមែនរស់នៅអចិន្ត្រៃយ៍ខ្ញុំទទួលយកក្រដាសនេះហើយការចុះឈ្មោះស្នាក់នៅមានហើយខ្សែសង្វាក់នេះត្រូវបានបំពេញហើយពួកគេមិនមែនជាអ្នកស្នាក់នៅបណ្ដោះអាសន្នទេមែនហើយឥឡូវអាចចេញសេចក្តីជូនដំណឹងស្តីពីសិទ្ធិផ្លូវការបានហើយទាមទារឲ្យពួកគេរើចេញហើយរៀបចំផ្ទះឲ្យត្រឡប់ទៅសភាពដើមវិញប៉ុន្មានថ្ងៃឲ្យពេល3ថ្ងៃសិនបើ3ថ្ងៃមិនរើចេញតាក់ពាក្យស្នើសុំឲ្យមជ្ឈមណ្ឌលសម្របសម្រួលកិច្ចការគ្រួសារចូលអន្តរាគមន៍បុគ្គលិកគ្រប់គ្រងអចលនទ្រព្យនិងសហគមន៍អាចចូលរួមធ្វើជាសាក្សីបានសរសេរទៅអ្នកប្រកាសចិត្តហើយមែនទេនៅពេលសេចក្តីជូនដំណឹងនេះចេញទៅគ្រួសារត្រកូលឡើងនឹងផ្ទុះកំហឹងមិនខានពេលដែលពួកគេលុបឈ្មោះកូនស្រីខ្ញុំចេញពីបញ្ជីគ្រួសារពួកគេគួរតែដឹងថាថ្ងៃនេះនឹងមកដល់គាត់ហ៊ានធ្វើដល់ថ្នាក់នេះមែនម៉ាក់ចេញខៀវទាមទារឲ្យពួកយើងរើចេញក្នុងរយៈពេល3ថ្ងៃរើទៅណានេះជាផ្ទះរបស់ម៉ាក់ណាផ្ទះនេះមានលុយបងរំលោះដំបងពីឪពុកម្ដាយគេមានឯកសារបញ្ជាក់នៅក្នុងដៃលុយដែលឪពុកម្ដាយគេឲ្យមកនោះក៏ជាលុយដែលរៀបការចូលត្រកូលឡើងដែរបងជាមិនចុះបើខ្ញុំនាំកូនទៅនៅផ្ទះចាស់សិនមិនអនុញ្ញាតឲ្យទៅទេបើកូនត្រឡប់ទៅវិញគេនឹងឈ្នះហើយនោះជារបស់ណែនណាគ្រាន់តែរូបគុំខូចមួយសោះកូននៅស្ដាយទៀតបើគេចង់បានផ្ទះកូនក៏ឲ្យគេដែរមែនទេម៉ាក់នឹងទៅនិយាយជាមួយនាងបើកូនហ៊ានចុះចាញ់ម៉ាក់នឹងទៅអង្គុយនៅមុខផ្ទះឪពុកម្ដាយនាងឲ្យអ្នកទាំងអស់គ្នាបានឃើញថានាងហ៊ានធ្វើរឿងបែបនេះបានយ៉ាងម៉េចចេញខៀវម៉ាក់បានទទួលសេចក្តីជូនដំណឹងហើយកូនចាំបាច់ត្រូវធ្វើរឿងឲ្យដាច់ស្រឡះដល់ថ្នាក់នេះមែនទេកូនធ្វើឲ្យកូនស្រីម៉ាក់ខ្លាយជាពេលដែលមិនទាន់បានចូលនៅខ្ញុំមិនយល់ថាវាខ្លាំងពេកទេនោះគ្រាន់តែជាការចុះឈ្មោះជាមួយសន្តិសុខប៉ុណ្ណោះដើម្បីឲ្យឈុនមីងាយស្រួលនាំក្មេងចេញចូលងាយស្រួលឲ្យនាងស្នាក់នៅផ្ទះខ្ញុំងាយស្រួលឲ្យនាងគេងក្នុងបន្ទប់កូនស្រីខ្ញុំងាយស្រួលឲ្យនាងធ្វើជាប្រពន្ធពាក់កណ្ដាលរបស់អ្នកកុំនិយាយស្ដីឲ្យវាស្ដាប់ទៅអាក្រក់ពេកអីអ្វីដែលអាក្រក់គឺការពិតមិនមែនមកពីខ្ញុំនិយាយចេញមកនោះទេលុបចោលសេចក្តីជូនដំណឹងនោះទៅខ្ញុំធានាថារកផ្ទះបានភ្លាមខ្ញុំនឹងឲ្យពួកគេរើចេញភ្លាមអ្នកធានាលើសពីច្រើនដងមកហើយម៉ាក់មិនព្រមរើចេញក្នុងរយៈពេល3ថ្ងៃទេបើអញ្ចឹងឲ្យគាត់មកប្រាប់ថាគាត់មិនព្រមដោយខ្លួនឯងទៅចេញឈីវលៀងជៀនមីង3ថ្ងៃបាត់របស់មួយឬខូចរបស់មួយខ្ញុំនឹងគិតគូរលើអ្នកទាំងអស់គាត់ចង់ដេញពួកយើងចេញមែនទេ
ខ្ញុំនឹងឲ្យសាច់ញាតិទាំងអស់ដឹងថាគាត់ជាមនុស្សបែបណាម៉ាក់កុំបង្កចំនួនឲ្យធំជាងនេះទៀតអីម៉ាក់បង្កចំនួនមែនទេម៉ាក់កូនបានផ្ញើចូលក្នុងក្រុមអស់ហើយគ្រប់គ្នាកំពុងតែមើលទាំងអស់គ្នាហើយតាំងចេញឈីវបង្ខំឲ្យក្មេងកំព្រានិងម្ដាយគេរើចេញសូម្បីតែក្មេងគ្មានឪពុកពីរនាក់នេះក៏គាត់មិនលែងដែរប្អូនបង្ហោះរឿងនេះធ្វើអីនិយាយការពិតនេះមិនមែនជាការពិតទេតើប្អូននៅខាងណាឲ្យប្រាកដបងជៀនមីនបងជៀនមីនកុំឆ្លោះជាមួយម៉ាក់អីបើសិនជាបងខ្លាចស្អប់ខ្ញុំខ្លាំងដល់ថ្នាក់ហ្នឹងខ្ញុំនាំកូនចេញទៅក៏បានដែរប្អូនចេញទៅធ្វើអីបើប្អូនទៅបាត់ចុះកូនទាំងពីររបស់ជៀនហៅត្រូវធ្វើម៉េចខ្ញុំគ្រាន់តែខ្លាចបងខ្លាចស្រីយល់ច្រឡំគាត់មិនមែនយល់ច្រឡំទេគាត់គ្រាន់តែមិនចង់ឃើញមុខឯងពួកគេថែមទាំងបង្វែររឿងមកដាក់លើយើងទៀតកុំតន់អាលរងចាំមើលសិនថាយេងឃីវដោះស្រាយបែបណាបើឯងចង់បង្ហោះពួកគេចង់ឲ្យគេមើលខ្ញុំនឹងឲ្យគេមើលឲ្យអស់តែម្ដងមុននឹងបង្ហោះគិតឲ្យច្បាស់សិនប៉ាកូនគិតច្បាស់ណាស់ចុះបើធ្វើคล้ายបន្តិចសិននិយាយក្នុងពិធីបុណ្យសពមែនទេឲ្យពួកគេស្ដាប់ដោយខ្លួនឯងទៅហេតុអ្វីគាត់មានសម្លេងថតរឿងនេះម៉ាក់អ្នកឯងដើម្បីនាងបានជាអ្នកស្រែកដាក់ខ្ញុំធ្លាប់ប្រាប់ហើយថាកុំឲ្យរឿងវាធំឥឡូវមកបន្ទោសខ្ញុំរឿងលែងលះคล้ายនឹងអ្នកឯងជាអ្នកនិយាយមែនទេអ្នកឯងគ្មានមាត់មែនទេចុះបងមិនអាចបកស្រាយវិញទេបងជាមិនបើមិនអញ្ចឹងទេបងទៅនិយាយជាមួយបងថ្លៃឲ្យច្បាស់ទៅបើឲ្យខ្ញុំទៅក៏បានដែរខ្ញុំនឹងលុតជង្គង់សុំទោសគាត់បងកុំទៅឲ្យសោះគាត់កំពុងរងចាំមើលបងធ្វើរឿងអាម៉ាស់ខ្ញុំនឹងទៅម៉ាក់ចង់ធ្វើអ្វីគាត់ហ៊ានដាក់សម្លេងថតក្នុងក្រុមខ្ញុំនឹងទៅសួរនៅមុខផ្ទះឪពុកម្ដាយគាត់តើគាត់នៅមានគិតយល់ទេម៉ាក់កូនទៅជាមួយម៉ាក់បើឯងកំសាកគុំមកពីងផ្លូវអញថេងយេងឃីវចេញមកនេះខ្ញុំចេញមកហើយមានការអ្វីអញហ៊ាននិយាយជាមួយចាស់ទុំបែបនេះឬឯងគ្មានការអប់រំទេពេលដែលឯងបង្ខំឲ្យខ្ញុំចុះចេញពីតំណែងឯងមិនដែលគិតពីការអប់រំទេបងថ្លៃខ្ញុំដឹងថាបងស្អប់ខ្ញុំប៉ុន្តែក្មេងមិនដឹងរឿងអ្វីទេក្មេងដែលមិនដឹងរឿងអ្វីមិនគួរត្រូវមនុស្សធំអូសទាញមកដណ្ដើមបន្ទប់គេទេកុំមកធ្វើពុតទៅតើខ្ញុំត្រូវច្រណែនគាត់រឿងអ្វីច្រណែនដែលនាងត្រូវពឹងប្តីខ្ញុំចិញ្ចឹមកូនឬលីវហ្វឹងសៀខ្ញុំទុកពេលឲ្យអ្នក3ថ្ងៃមិនមែនមកសុំឲ្យអ្នករើចេញទេគឺមកជូនដំណឹងឲ្យអ្នករើចេញអ្នកមីងកុំធ្វើបាបអ្នកជួលផ្ទះអីនេះជាកូនប្រុសខ្ញុំចាប់តាំងពីថ្ងៃដែលអ្នកឲ្យខ្ញុំចុះចេញពីតំណែងមកគេលែងជាកូនខ្ញុំទៀតហើយចាំមើលចុះខ្ញុំនឹងទៅរកកូននៅសាលាម្ដាយបើអ្នកហ៊ានតែចូលចិត្តកូនខ្ញុំនឹងឲ្យអ្នកទាំងមូលក្នុងបូរីនេះដឹងទាំងអស់គ្នាថាអ្នកជេរប្រមាថកូនខ្ញុំយ៉ាងដូចម្ដេចខ្លះម៉ាក់យើងទៅមុនទៅលោកគ្រូអ្នកគ្រូស្អែកខ្ញុំត្រូវបញ្ជាក់បញ្ជីអ្នកមកទទួលកូនស្រីខ្ញុំឡើងវិញក្រៅពីមនុស្ស3នាក់នេះអ្នកផ្សេងហាមដាច់ខាតមិនឲ្យមកទទួលណែនមែនទេក្រៅពីមនុស្ស3នាក់នេះអ្នកផ្សេងហាមដាច់ខាតមិនឲ្យមកទទួលណែនមែនទេចាស់ជាពិសេសអ្នកខាងគ្រួសារឡែងចុះប៉ារបស់ក្មេងវិញទោះបីជាគាត់ក៏មិនអាចដែរបើគ្មានការបញ្ជាក់តាមទូរស័ព្ទពីខ្ញុំយល់ហើយយើងនឹងជូនដំណឹងដល់សន្តិសុខលោកគ្រូអ្នកគ្រូបើថ្ងៃនេះគាត់សួរនាំគុំនិយាយរឿងក្នុងផ្ទះឲ្យសោះជឿជាក់ចុះក្មេងនៅសាលាយើងនឹងការពារឲ្យបានល្អខ្ញុំគឺថេងណែនខ្ញុំមកទទួលក្មេងក្នុងបញ្ជីអត់មានឈ្មោះលោកស្រីទេខ្ញុំជាជីដូនបង្កើតរបស់គាត់ចុះបញ្ជីអ្វីទៀតទើបតែធ្វើបច្ចុប្បន្នភាពនៅព្រឹកមិញនេះតម្រូវឲ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីប៉ុណ្ណោះទើបអាចមកទទួលបានសាលារបស់ពួកអ្នកយ៉ាងម៉េចហ្នឹងជីដូនបង្កើតសោះមិនឲ្យចូលសូមគុំរំខានដល់អាណាព្យាបាលផ្សេងទៀតបាទចាស់ខ្ញុំមកទទួលណែនជីដូនទិញរបស់ញ៉ាំឲ្យកូនទៅផ្ទះជាមួយជីដូនទៅខ្ញុំទៅផ្ទះជាមួយម៉ាក់មើលអ្នកអប់រំកូនទៅជាយ៉ាងម៉េចទៅហើយបង្រៀនកូនកុំឲ្យទៅតាមអ្នកដែលជេរខ្លួនអ្នកកុំធ្វើលើសលុបពេកអ្នកដែលធ្វើលើសលុបគឺអ្នកដែលយកក្មេងអាយុ5ឆ្នាំមកធ្វើជាត្រីងៀតឆ្អើរម៉ាក់តើកូនធ្វើខុសមែនទេ
អត់ទេកូនបានការពារខ្លួនឯងហើយពួកគេបានយកចំនួនមកដាក់លើកូនហើយអូបន្លាយទៀតមិនបានទេតើត្រូវធ្វើអ្វីបន្តទៀតតាក់ពាក្យទៅមជ្ឈមណ្ឌលសម្របសម្រួលកិច្ចការគ្រួសារដើម្បីស្នើសុំសម្របសម្រួលសិទ្ធិស្នាក់នៅដោះស្រាយរឿងផ្ទះសិនសូមដោះស្រាយរឿងទំនួលខុសត្រូវអាពាហ៍ពិពាហ៍ត្រូវតែយកផ្ទះមកវិញឲ្យបានសិនចាស់បើអ្នកនិងកូនគ្មានកន្លែងស្នាក់នៅច្បាស់លាស់វាក៏មិនល្អសម្រាប់ពេលក្រោយដែរប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅត្រូវបន្ថែមពីមុខទៀតរូបថតជាក់ស្ដែងនៃការកាន់កាប់ក្នុងផ្ទះភូតាំងដែលបង្ហាញថាអីវ៉ាន់របស់កូនស្រីត្រូវបានគេរើសម្រាស់ខ្ញុំមិនអាចត្រឡប់ទៅថតបានទេខាងគ្រប់គ្រងអគារអាចទៅជាមួយដើម្បីផ្ទៀងផ្ទាត់បានបើភាគីម្ខាងទៀតបដិសេធក៏អាចកត់ត្រាទុកថាគេបដិសេធបានដែរអញ្ចឹងដាក់ពាក្យស្នើសុំទៅអ្នកត្រូវត្រៀមចិត្តទុកផងពេលលិខិតក៏ឲ្យសម្របសម្រួលទៅដល់ពួកគេនឹងមករកអ្នកម្ដងទៀតពួកគេកាន់តែមកញឹកញាប់ភូតាំងដែលបន្សល់ទុកក៏កាន់តែច្រើនខ្ញុំមើលថាអ្នកម៉ាក់ទៅសាលាម្ដាយឲ្យមែនទេគាត់មិនគួរទៅទីនោះទេខ្ញុំបាននិយាយគាត់រួចហើយតើវាមានប្រយោជន៍ទេនេះសម្រាប់ណែនគាត់ដេកលក់ហើយចេញខៀវយើងកុំធ្វើបែបនេះអីណែនត្រូវការប៉ាអ្វីដែលគាត់ត្រូវការគឺប៉ាដែលអាចការពារគាត់បានខ្ញុំនឹងកែខ្លួនសូមឲ្យលូឆាមីនិងកូនចេញពីផ្ទះខ្ញុំសិនទៅសូមពេលឲ្យខ្ញុំ2 3ថ្ងៃទៀតកំណត់ត្រឹម3ថ្ងៃនៅដដែលអ្នកបង្ខំឲ្យខ្ញុំត្រូវតែជ្រើសរើសអ្នកបានជ្រើសរើសរួចហើយដល់វេនខ្ញុំជ្រើសរើសម្ដងទុក Plasberry នៅទីនេះយកផ្កាលឿងចេញទៅឯកសារអចលនទ្រព្យប៉ាន់បងប្រាក់ដំបងរូបថតចុះបញ្ជីអចលនទ្រព្យបញ្ជីថតសម្លេងកំណត់ត្រាផ្លាស់ប្ដូរការទទួលកូនរៀបចំរួចរាល់អស់ហើយតើត្រូវជូនដំណឹងដល់ភាគីម្ខាងទៀតពេលណាផ្ញើទៅថ្ងៃរសៀលនេះការសម្រុះសម្រួលលើកដំបូងគឺនៅថ្ងៃខាងស្អែករក្សាទុកបានឆ្លើយតបនេះឲ្យល្អតើទទួលយកទេទទួលយកកាន់តែគាត់ប្រញាប់គឺបញ្ជាក់ថាការជូនដំណឹងបានទៅដល់ហើយទៅមជ្ឈមណ្ឌលសម្រុះសម្រួលហើយអ្នកទទួលបានការជូនដំណឹងហើយមែនទេតើត្រូវទាញមនុស្សទាំងអស់ចូលរួមមែនទេគឺពួកអ្នកទេតើដែលនាំមនុស្សទាំងអស់ចូលមកក្នុងផ្ទះខ្ញុំម៉ាក់ខ្ញុំឥឡូវឡើងឈាមអស់ហើយកូនទាំងពីរអ្នកសួរថាតើយើងគ្មានផ្ទះនៅទៀតហើយមែនទេកូនស្រីខ្ញុំធ្លាប់សួរសំណួរនេះរួចហើយតើវាខុសគ្នាយ៉ាងណាព្រោះតែនាងជាកូនស្រីយើងធ្លាប់និយាយគ្នាឯកជនហើយចម្លើយដែលអ្នកឲ្យខ្ញុំគឺចង់ឲ្យខ្ញុំយល់ព្រមតាមអ្នកចិញ្ចៀវជួបគ្នានៅមជ្ឈមណ្ឌលសម្របសម្រួលថ្ងៃខាងស្អែកនាងនឹងមកនាងត្រូវតែមកមជ្ឈមណ្ឌលសម្របសម្រួលគាត់យកអាចកំបាំងក្នុងផ្ទះទៅប្រកាសប្រាប់គេមែនម៉ាក់ថ្ងៃខាងស្អែកត្រូវតែទៅខ្ញុំមិនទៅទេខ្ញុំគ្មានអ្វីត្រូវសម្របសម្រួលទេបើមិនទៅគឺចាត់ទុកថាបដិសេធមិនសហការអ្នកគំរាមអ្នកណាម៉ាក់ឬមួយយើងទៅចោះឥឡូវបងថ្លៃស្រីមានភស្តុតាងនៅក្នុងដៃបើមិនទៅគឺកាន់តែមិនសមអ្នកខ្លាចគាត់មែនទេម៉ាក់ខ្លាចកូនទៅថ្ងៃក្រោយគេនិយាយថាជាក្មេងដែលនៅតោងគេមិនព្រមទៅណាឈុនមីនិយាយត្រូវហើយយើងទៅចោះទុកឲ្យបុគ្គលិកគេមើលឃើញផ្ទាល់ភ្នែកថាតាំងចិញ្ចៀវខុសៗណាទៅដល់កន្លែងគេកុំនិយាយផ្ដេសផ្ដាសឲ្យសោះខ្ញុំមិនត្រូវការឲ្យអ្នកមកបង្រៀនខ្ញុំទេហាវធានកូនក៏ត្រូវទៅដែរកូននាំក្មេងទៅជាមួយឲ្យគេមើលឃើញថាតើនរណាកំសត់ជាងកំពុងគូររូបអ្វីហ្នឹងគូរូបផ្ទះរបស់យើងទ្វារនេះជារបស់អ្នកណារបស់ម៉ាក់ក៏ជារបស់កូនដែរគូបានស្អាតណាស់ម៉ាក់ទៅយកទ្វារនោះមកវិញទៅបានតើលោកយាយនឹងមកទៀតទេម៉ាក់នឹងចាំឃាំងនៅមាត់ទ្វារថ្ងៃនេះយើងដោះស្រាយតែរឿងសិទ្ធិស្នាក់នៅនឹងបញ្ហាការរើចេញតែប៉ុណ្ណោះសូមកុំបង្កចំនួនឲ្យកាន់តែធំឡើងនេះគឺជាផ្ទះរបស់ពួកយើងតាំងពីដើមមកក្នុងនៅពេលដែលវាប៉ះពាល់ដល់សិទ្ធិរស់នៅគឺចាំបាច់ត្រូវតែជួបមុខគ្នាដើម្បីបញ្ជាក់ឲ្យច្បាស់នេះគឺជាអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នរបស់ពួកគេតើគ្រួសារតែមួយរស់នៅជាមួយគ្នាវាមានបញ្ហាអីទៅខ្ញុំនិងកូនស្រីត្រូវបានគេកត់ត្រាថាជាអ្នកស្នាក់នៅបណ្ដោះអាសន្នលីវឈួយមីនិងកូន2នាក់ត្រូវបានចុះឈ្មោះជាអ្នកស្នាក់នៅអចិន្ត្រៃយ៍លោកលៀងតើលោកជាអ្នករៀបចំមែនទេបាទគឺខ្ញុំគាត់ជាម្ចាស់ផ្ទះចុះបើគាត់ជាអ្នករៀបចំតាមមានបញ្ហាអ្វីម្ចាស់ផ្ទះមិនមែនមានន័យថាជាម្ចាស់កម្មសិទ្ធិទេខ្ញុំនិងកូនស្រីមិនមែនជាអ្នកក្រៅទេបងថ្លៃយើងគ្រាន់តែស្នាក់នៅបណ្ដោះអាសន្នមែនបើគ្រាន់តែស្នាក់នៅបណ្ដោះអាសន្នចុះហេតុអ្វីបានជាចុះឈ្មោះជាអ្នកស្នាក់នៅអចិន្ត្រៃយ៍បើគ្រាន់តែស្នាក់នៅបណ្ដោះអាសន្នចុះហេតុអ្វីបានជាមករស់រែកក្រែកកូនស្រីខ្ញុំតើអ្នកណាជាអ្នកកត់ត្រាស្ថានភាពស្នាក់នៅរបស់ក្មេងពេលដែលខាងគ្រប់គ្រងអចលនទ្រព្យសួរខ្ញុំបានប្រាប់ថានាងកំពុងស្នាក់នៅផ្ទះជីដូនជីតាជាបណ្ដោះអាសន្នបើគ្រាន់តែស្នាក់នៅបណ្ដោះអាសន្នបានជាចុះឈ្មោះជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ចុះហេតុអ្វីបានជាត្រូវទៅនៅផ្ទះជីដូនជីតាព្រោះនៅផ្ទះយើងមានមនុស្សច្រើនតើអ្នកណាជាអ្នកធ្វើឲ្យផ្ទះមានមនុស្សច្រើន
កុំតាមសួរចាក់ដល់គាត់ពេកអីមានក្មេងច្រើនវាសប្បាយតើមានអ្វីមិនល្អសប្បាយដល់ថ្នាក់កូនស្រីខ្ញុំគ្មានក្រែដេកទៅហើយក្មេងស្រីមានរឿងអ្វីត្រូវមកធ្វើជាទុនខ្សោយសម្ដីបែបនេះឯងអ្នកស្រីតាំងមានការថតសម្លេងនៅកន្លែងកើតហេតុពួកអ្នកលួចថតទៀតហើយមិនមែនលួចទេគឺការពារខ្លួនអ្នកស្រីតាំងសូមចាក់ផ្នែកដែលតាក់ទងផ្ទាល់នឹងចំនួនរឿងស្នាក់នៅមុនម៉ាក់និយាយថាចាំកន្លងផុត100ថ្ងៃទៅខ្ញុំនឹងឈុនមីនឹងទៅធ្វើឯកសារឲ្យរួចរាល់សិនខ្ញុំមិនអាចគ្មានកូនប្រុសបានទេផ្ទះនឹងប្រាក់សន្សំភាគច្រើនអាចឲ្យអ្នកនឹងមានអានបានទាំងអស់ខ្ញុំគ្រាន់តែសុំគុំឲ្យអ្នកធ្វើរឿងនេះឲ្យធំដុំគាត់យល់ព្រមតាមខ្ញុំលើកនេះលោកលៀងតើការថតសម្លេងនេះជាសម្លេងរបស់អ្នកមែនទេមែនគាត់និយាយនៅសាលាម្ដាយកូនស្រីទៅតែរត់ចេញទៅគាត់និយាយច្បាស់ណាស់បងជៀនមីនមិនមែនមានន័យបែបនោះទេចុះអ្នកជួយបកស្រាយមកមើលតើពាក្យណាដែលមិនមែនអាមនុស្សក្បត់អ្នកពិតជាមានល្បិចកលខ្លាំងណាស់សូម្បីតែប្តីខ្លួនឯងក៏យកមកកាន់និយាយដែរខ្ញុំគិតគូរពីគាត់ឬក៏គាត់កំពុងគិតគូរពីបន្ទប់កូនស្រីខ្ញុំអាពាហ៍ពិពាហ៍របស់ខ្ញុំផ្ទះរបស់ខ្ញុំបើមើលតាមស្ថានភាពពេលនេះភាគីខាងទៀតមិនមែនគ្រាន់តែមកស្នាក់នៅរយៈពេលខ្លីទេគួរតែឲ្យភាគីទាំងសងខាងបំពេញឯកសារចំណាយលើផ្ទះហើយកំណត់ពេលរើចេញនៅពេលក្រោយចុះហេតុអ្វីត្រូវរើចេញចុះលើកក្រោយខ្ញុំនឹងយកឯកសារដើមនៃការបងរំលោះដំបូងមកពេលដែលកូនទិញផ្ទះកាលនោះយើងបានយកលុយទុកសម្រាប់ចាស់ជ្រាជាងពាក់កណ្ដាលទៅឲ្យកូនពេលនោះម្ដាយក្មេកកូនថែមទាំងរអ៊ូថាបានតិចទៀតគាត់ថាដាក់ឈ្មោះជាមិញទៅវាងាយស្រួលកូនចាំបានបើដឹងថាពួកគេជាមនុស្សបែបនេះកាលនោះមិនគួរឲ្យលុយសំបីតែ1 សេនឡើយទឹកប្រាក់ចំនួនច្រើនបំផុតនេះគឺប៉ាទៅផ្ទេរនៅធនាគារដោយផ្ទាល់កូនយកទៅចោះកូនសុំទោសកុំនិយាយរឿងនឹងអីអ្វីដែលប៉ាម៉ាក់ឲ្យកូនគឺដើម្បីជាបង្អែកឲ្យកូនខ្ញុំមិនមែនឲ្យគេមកជន់ឈ្លីអ្នកទេស្អែកខ្ញុំជូនអ្នកទៅមិនបាច់ទេអ្នកនៅផ្ទះមើលថែណែនឹងទៅឲ្យម៉ាក់អ្នកនៅផ្ទះទៅខ្ញុំជូនអ្នកទៅប៉ាកុំហៅខ្ញុំថាប៉ាចេញខៀវខ្ញុំចង់និយាយជាមួយអ្នក2 ម៉ាត់មិនចាំបាច់ទេតែ2 ម៉ាត់ទេគាត់ថាមិនចាំបាច់ទេអ្នកស្ដាប់មិនយល់ទេអ្នកកុំយកដាវទៅជាមួយក្រែងលោវាបាត់អ្នកចង់ប៉ះពាល់អ្វីខ្ញុំគ្រាន់តែបារម្ភទេអ្នកបារម្ភពីរឿងឯកសារដើមឬក៏បារម្ភពីរឿងលិខិតបញ្ជាក់ឯកសារដើមផ្ទះនេះមិនមែនគ្រួសារលែងបានមកដោយឥតគិតថ្លៃទេចេញខៀវអ្នកកុំគិតថាខ្ញុំអាក្រក់ដល់ថ្នាក់ហ្នឹងពីមុនខ្ញុំគិតថាអ្នកល្អពេកហើយកិច្ចចេញទៅជួបគ្នានៅមជ្ឈមណ្ឌលសម្របសម្រួលថ្ងៃនេះយើងមកបញ្ជាក់រឿងលុយកាក់ទិញផ្ទះនិងការរៀបចំកន្លែងស្នាក់នៅលុយទាំងនេះគឺខ្ញុំនិងម្ដាយគាត់ជាអ្នកចេញឲ្យកូនស្រីទិញផ្ទះកូនស្រីដែលរៀបការចេញទៅហើយលុយដែលឲ្យទៅគឺជារបស់ត្រកូលលែងហើយកូនស្រីខ្ញុំមិនមែនលក់ឲ្យត្រកូលលែងរបស់ពួកអ្នកទេសូមជួយគ្រប់គ្រងអារម្មណ៍ផងការបងរំលោភផ្ទះក្រោយរៀបការខ្ញុំក៏បានចេញលុយដែរឥឡូវកូនស្រីខ្ញុំត្រូវបានពួកអ្នកដេញចេញពីបន្ទប់ហើយលូជួយនឹងម្ដាយក៏ស្នាក់នៅទីនោះយូរមកហើយខ្ញុំទាមទារឲ្យពួកគេរើចេញហើយទុកផ្ទះឲ្យនៅដូចដើមពងថ្លៃខ្ញុំអាចរើចេញបានប៉ុន្តែចុះកូនត្រូវរើទៅណាកូនមានម្ដាយជាអ្នកមិនគួររស់នៅដោយដណ្ដើមបន្ទប់កូនអ្នកអតីបែបនេះទេពាក្យសម្ដីឪពុកអ្នកមិញនេះស្ដាប់ទៅឈឺចាប់ណាស់ពាក្យសម្ដីឪពុកអ្នកមិញនេះស្ដាប់ទៅឈឺចាប់ណាស់តើវាឈឺចាប់ជាងពេលម្ដាយអ្នកនិយាយថាអ្នកនឹងមិនមែនជាចៅទៅទៀតម្ដាយខ្ញុំគាត់គំនិតចាស់គំរើអ្នកកុំប្រកាន់គាត់អីអ្វីដែលខ្ញុំប្រកាន់គឺការដែលអ្នកតែងតែនៅស្ងៀមយល់ព្រមម្ដងហើយម្ដងទៀតបើខ្ញុំឲ្យឆាមីរើចេញតើអ្នកអាចត្រឡប់មកវិញបានទេតើអ្នកឲ្យឬក៏នាងព្រមខ្ញុំនឹងដោះស្រាយវាអ្នកដោះស្រាយមិនបានទេសូម្បីតែ1 ម៉ាត់តែថាហាមដណ្ដើមបន្ទប់កូនស្រីខ្ញុំអ្នកក៏និយាយមិនចេញដែរចុះអ្នកចង់ឲ្យខ្ញុំធ្វើបែបណាចុះហត់លេខាហើយរើចេញរងចាំការសម្របសម្រួលទំនួលខុសត្រូវអាពាហ៍ពិពាហ៍ត្រូវតែលែងលេះចាប់តាំងពីពេលដែលអ្នកនិយាយថាលែងលះคล้ายៗនោះមកគឺវាត្រូវតែបែបនេះហើយយោងតាមឯកសារបច្ចុប្បន្នអ្នកស្រីលូឈួយមីនិងកូនទាំង2នាក់បានស្នាក់នៅរយៈពេលយូរក្នុងផ្ទះដែលមានចំនួននេះដែលធ្វើឲ្យប៉ះពាល់ដល់អ្នកស្រីតាំងនិងកូនស្រីរបស់គាត់ក្នុងការរស់នៅធម្មតាពួកគេដើរចេញដោយខ្លួនឯងទេទ្វារគឺពួកអ្នកជាអ្នករុញបើកក្រេគឺពួកអ្នកជាអ្នករុះរើកូនក្មេងក៏ពួកអ្នកដេញគេដែរនឹកឃើញចង់រុះរើក៏រុះរើតាមចិត្តចុះភុស្តាំងនៅឯណាគឺថតទុកពេលដែលខាងគ្រប់គ្រងអគារមកពិនិត្យដល់ផ្ទះខ្ញុំគ្រាន់តែដាក់អីវ៉ាន់ទុក1 ផ្លែតសិនទេ1 ផ្លែតនឹង1 ផ្លែតនឹងដល់ថ្នាក់យកទុកតាកូនស្រីខ្ញុំច្រកចូលក្នុងកេះទៀតសុំកុំមកហៅខ្ញុំអក្សរក្នុងរូបថតនេះគឺអ្នកសរសេរមែនទេអ្នកយកគំនូរកូនក្មេងមកធ្វើអី
ឲ្យពួកអ្នកមើលមនុស្សដែលពួកអ្នកដេញចេញទៅនោះមិនមែនជាក្មេងស្រីក្នុងសម្ដីអ្នកទេតែជាក្មេងម្នាក់ដែលចេះភ័យខ្លាចនេះជារបស់ដែលនាងអានគូតើអាចយកទ្វារមកវិញបានទេកុំប៉ះអ្នកមិនបានការពារកូនគាត់ទេក៏កុំប៉ះរបស់គាត់ដែរកុំយកកូនមកធ្វើជាគួរឲ្យអាណិតអីតើអ្នកណាទៅដែលធ្វើជាគួរឲ្យអាណិតនោះអ្នកណាដែលនាំកូនពីរនាក់ទៅនៅទីនោះហើយយំទាមទារឋានៈនោះខ្ញុំមិនបានទាមទារឋានៈទេអ្នកមិនបានទាមទារមែនទេចុះរឿងរៀបចំឯកសារក្រោយពីមានរឿងនោះតើអ្នកណាជាអ្នកយល់ព្រមសូមឲ្យភាគីទាំងពីរត្រឡប់ទៅរៀបចំខ្លួនវិញសូមណែនាំឲ្យចាក់ចេញដោយខ្លួនឯងក្នុងរយៈពេល3ថ្ងៃដោយមានខាងគ្រប់គ្រងអចលនទ្រព្យជាសាក្សីពិនិត្យស្ថានភាពផ្ទះទោះអ្នកមិនយល់ព្រមក៏មិនអាចផ្លាស់ប្ដូររូបថតចុះឈ្មោះនិងសម្លេងថតបានដែរតាំងជិងឈីវអ្នកចង់បិទផ្លូវរស់ពួកយើងមែនទេខ្ញុំគ្រាន់តែយកផ្លូវនោះមកឲ្យខ្លួនឯងនិងកូនស្រីខ្ញុំវិញប៉ុណ្ណោះអ្នកនឹងស្ដាយក្រោយមិនខានទេអ្នកឯងទេដែលគួរតែស្ដាយក្រោយចាំមើលទៅញាតិមិត្តនឹងមិននៅខាងអ្នកទេចុះពួកគេនៅខាងណាក៏មិនប៉ះពាល់ដល់ការរើចេញរបស់អ្នកដែរជីងឈីវនេះជាលើកចុងក្រោយហើយកុំដាក់ពាក្យស្នើសុំឲ្យគេមកធ្វើជាសាក្សីពេលរើចេញបានទេខ្ញុំរៀបចំខ្លួនឯងបានអ្នកធ្លាប់រៀបចំហើយរៀបចំរហូតដល់កូនស្រីខ្ញុំគ្មានកន្លែងស្នាក់នៅពេលថ្ងៃទៀតខ្ញុំនឹងត្រឡប់ទៅផ្ទះខ្ញុំមិនរើចេញទេម៉ាក់មជ្ឈមណ្ឌលសម្របសម្រួលបានបញ្ជាក់រួចហើយបញ្ជាក់រឿងអីនាងមានក្រដាសសម្បត្តិប៉ុន្មានសន្លឹកនឹងក៏អាចដេញខ្ញុំចេញបានដែរឬម៉ាក់មិនរើចេញក៏មិនបានដែរខាងគ្រប់គ្រងអចលនទ្រព្យនឹងមកធ្វើជាសាក្សីនៅថ្ងៃខាងស្អែកអ្នកក៏ខ្លាចដែរមែនទេយាយកូនមិនចង់ទៅទេមិនទៅទេនេះជាផ្ទះរបស់កូនម៉ាក់បងជាមិនកូននៅតូចកុំធ្វើឲ្យគាត់ភ័យខ្លាចអីនេះមិនមែនជារបស់គាត់ទេប៉ុន្តែគាត់ចូលចិត្តវាទោះចូលចិត្តក៏មិនមែនជារបស់គាត់ដែរឥឡូវដឹងហើយថាវាមិនមែនជារបស់គាត់តើយើងត្រឡប់ទៅវិញពេលណាថ្ងៃខានស្អែកតើទន្សាយតូចរបស់ខ្ញុំនៅទីនោះទេម៉ាក់នឹងរកឲ្យរកមិនឃើញទេយាយនឹងទិញថ្មីឲ្យកូនពូដឹងថាគ្រែរបស់ខ្ញុំនៅឯណាអញ្ចឹងយើងយករបស់ចាស់ទៅដាក់លើគ្រែវិញទៅពួកគេនៅតែនិយាយទៀតតពេលហើយម៉ាក់ខ្ញុំពិតជាទ្រាំរឿងនេះលែងបានហើយកូនស្រីខ្ញុំក៏ទ្រាំមិនបានដែរដែលត្រូវគេដេញចេញពីបន្ទប់ចេញខៀវកុំឡើងទៅទុកមុខឲ្យខ្ញុំខ្លះផងមុខមាត់មិនមែនបានមកពីអ្នកអតីឲ្យនោះទេគឺបានមកពីការរក្សាទុកដោយខ្លួនឯងយើងគ្រាន់តែមកធ្វើជាសាក្សីនៅកន្លែងកើតហេតុប៉ុណ្ណោះមិនចូលរួមឈ្លោះប្រកែកទេសូមភាគីទាំងសងខាងព្យាយាមអត់ធ្មត់ខ្ញុំគ្រាន់តែមកពិនិត្យមើលទ្រព្យសម្បត្តិរបស់ខ្ញុំថេងជិងខៀវអ្នកហ៊ាននាំមនុស្សមកមែនទេនេះជាផ្ទះរបស់ខ្ញុំហេតុអ្វីខ្ញុំមិនហ៊ានពិនិត្យមើលបន្ទប់ទទួលភ្ញៀវមុនកៅអីម៉ាសាឈុតឆុងតែរូបថតនៅលើទូរទស្សន៍សុទ្ធតែជារបស់ខ្ញុំមិនបានប៉ះពាល់របស់ទាំងនោះទេចុះប្រអប់តុក្កតារបស់កូនស្រីខ្ញុំនៅឯណានៅក្នុងបន្ទប់ក្មេងយកវាចេញមកគ្រាន់តែប្រអប់មួយដែលខូចអ្នកក៏ចង់គិតគូររឿងនេះដែរឬអ្វីដែលខ្ញុំគិតគូរមិនមែនជារឿងប្រអប់ទេគឺរឿងដែលពួកអ្នកយករបស់គេមកធ្វើជារបស់ខ្លួនឯងចុះតុក្កតាក្រាយ៉ាងម៉េចដែរតុក្កតាក្រាអីអាពណ៌ប្រភេទដែលនៅក្បាលគ្រែនឹងជារបស់ខ្ញុំនិងជារបស់ណែនឹងតើជាបើគេចូលចិត្តបងថ្លៃបងមិនអាចចេះយកចិត្តគ្នាខ្លះទេមិនបានទេជាបើយកទៅឲ្យពូទៅចុះខ្ញុំក៏ដណ្ដើមរបស់ក្មេងដែរឬពេលដែលកូនស្រីខ្ញុំត្រូវគេដណ្ដើមពួកអ្នកមិនដែលគិតថាគាត់ជាក្មេងផងឈប់សិនមានរឿងអីឆ្នាំងអគ្គិសនីតូចក្នុងថង់ចំហៀងនឹងខ្ញុំជាអ្នកទិញខ្ញុំស្មានថាគេលែងប្រើហើយទូលែងប្រើក៏មិនមែនជារបស់អ្នកដែរចុះឆ្នាំងនឹងមានបញ្ហាអីអ្នកចាំបាច់ត្រូវធ្វើរឿងអាម៉ាស់ដល់ថ្នាក់នេះទេរឿងដែលអាម៉ាស់គឺការលួចយករបស់គេទៅវិញទេមិនមែនចង់យកមកវិញទេអ្នកចិត្តដាច់ខ្លាំងម្លេះយូរទៅនឹងគ្មានអ្នកណាគេយកទេខ្ញុំមិនមែនជាវត្ថុទេមិនត្រូវការឲ្យអ្នកណាយកទាំងនោះទេសូមអ្នកទាំងអស់គ្នាប្រញាប់រៀបចំក្នុងថ្នាក់ឲ្យរួចរាល់កុំឲ្យមានការប៉ះទង្គិចគ្នាអ្នកកុំស្ដាយក្រោយឲ្យសោះពាក្យនេះអ្នកនិយាយយឺតពេលហើយជិងឈៀវ
ផ្ទះនេះទេហើយអ្នកនឹងមានអានត្រឡប់មកវិញចុះពួកយើងនឹងត្រឡប់មកវិញមិនមែនត្រឡប់មកជាមួយអ្នកទេខ្ញុំបានឲ្យពួកគេរើចេញរួចហើយមិនមែនអ្នកជាអ្នកឲ្យរើទេគឺផូស្តាំងទេដែលបង្ខំឲ្យរើបានហើយសថ្មីអាចឲ្យខ្ញុំមួយបានទេមិនបានទេម៉ាក់ពួកយើងត្រឡប់មកវិញមែនហើយត្រឡប់មកវិញហើយក្រេវាត្រេតអស់ហើយក្រេអាចរៀបចំឲ្យត្រង់វិញបានអេវ៉ាន់អាចលាងសម្អាតបានក្រោយមកបើមានអ្នកណាមកបង្ខំឲ្យឯងចុះចេញពីបន្ទប់ទៀតឯងប្រាប់ម៉ាក់មកម៉ាក់នឹងដេញគេចេញមែនទេមែនផ្ទះយកមកវិញបានហើយជំហានបន្ទាប់គឺទំនួលខុសត្រូវអាពាហ៍ពិពាហ៍និងការរៀបចំចិញ្ចឹមកូនខ្ញុំមិនចង់ពន្យាពេលទេអ៊ីចឹងដាក់ពាក្យស្នើសុំសម្របសម្រួលទៅភូតាងក្នុងដៃឯងគ្រប់គ្រាន់ណាស់ក្នុងការបញ្ជាក់ថាគាត់មានការគេចវិសពីទំនួលខុសត្រូវគ្រួសារយ៉ាងច្បាស់និយាយភាសាមនុស្សមកគាត់យកផ្ទះដែលត្រូវឲ្យប្រពន្ធកូនទៅផ្ទេរឲ្យអ្នកដទៃមែនគាត់ផ្ទេរឲ្យអ្នកដទៃហើយនៅមានចំណុចមួយទៀតខាងឡឈុនមេវិញបើនៅតែបន្តទាមទារឲ្យគាត់ទទួលខុសត្រូវកូនទាំងពីរនាក់ប្រហែលជាប៉ះពាល់ដល់ការបែងចែកទ្រព្យសម្បត្តិឯងត្រូវតាមដានឲ្យជាប់គាត់មិនឈប់ត្រឹមនេះទេអ៊ីចឹងទុកឲ្យគាត់បន្តរុញច្រានទៅខ្ញុំមកយករបស់ទាំងអស់នៅទីនេះតើខ្ញុំអាចចូលទៅអង្គុយលេងបន្តិចបានទេមិនបានទេចេញឈីវតើយើងចាំបាច់ត្រូវដល់ថ្នាក់នេះមែនទេរឿងដល់ថ្នាក់នេះគឺដោយសារតែអ្នកជាអ្នកធ្វើកាលពីមុនអ្នកមិនមែនត្រជាក់ត្រជុំបែបនេះទេកាលពីមុនខ្ញុំក៏មិនដែលត្រូវប្តីបណ្ដឹងចេញពីពិធីបុណ្យសពដែរខ្ញុំស្ដាយក្រោយហើយការស្ដាយក្រោយមិនមែនជារឿងសំខាន់ទេបើទ្វារនេះមិនចេញទេម៉ាក់ខ្ញុំនិយាយថារឿងជន់បីពិបាកនឹងរៀបចំឲ្យគាត់ណាស់កូនទាំងពីររបស់គាត់នៅតូចនៅឡើយខ្ញុំពិតជាមិនអាចជួយបានទេអ្នកមើលចុះអ្វីដែលអ្នកស្ដាយក្រោយមិនមែនជារឿងដែលអ្នកជ្រើសរើសពួកគេទេគឺដោយសារអ្នកឃើញថាខ្ញុំលែងឲ្យអ្នកបានទាំងសងខាងទៀតហើយលិខិតជូនដំណឹងសម្រុះសម្រួលទំនួលខុសត្រូវអាពាហ៍ពិពាហ៍នឹងត្រឡប់មកវិញឆាប់បងជៀនមីងជួយចុះហត្ថលេខាលើនេះបន្តិចមកអីគេថ្លៃចំណាយប្រចាំខែថ្លៃបណ្ដោះបណ្ដាលប្រាក់បម្រុងសម្រាប់ព្យាបាលជំងឺឈុនមេច្រើនម្លេះពុកចុះបុកឡើងហើយឯងថាប៉ាទៅមិនមែនគ្រាន់តែហៅមាត់ទេណាចុះហត្ថលេខាទៅក្មេងប្រុសចាយលុយជារឿងធម្មតាទេម៉ាក់ឥឡូវខ្ញុំត្រូវបង់ថ្លៃថ្នាំឲ្យនាងអានទៀតក្មេងស្រីម្នាក់ចាយអស់ប៉ុន្មានទៅអ្នកឯងឈប់និយាយពីនាងអានបែបនេះបានទេម៉េចឥឡូវទើបនឹកឃើញដល់នាងមែនទេបើអ្នកឯងពិបាកចិត្តខ្ញុំនឹងនាំកូនទៅថ្ងៃក្រោយបើមានគេសួរគឺប្រាប់គេថាពូរបស់ពួកគេមិនយកពួកគេទេអ្នកណានៅខាងក្រៅហ្នឹងអ្នកមីងគឺខ្ញុំម៉ាក់ខ្ញុំឲ្យខ្ញុំយកផ្លែឈើមកជូនមិនក៏មកពេលនេះឆ្លងផ្លូវមកបងស្រីឈុនមេអ្នកនៅពាក់កងដៃត្បូងនឹងទៀតស្អាតណាស់អ្នកមីងឲ្យមកមើលទៅដឹងហើយអ្នកមីងពិតជាចាត់ទុកអ្នកដូចជាសាច់ញាតិមែនបងថ្លៃខ្ញុំថតបានត្រឹមតែប៉ុណ្្នឹងទេគឺបងស្រីឆានីឲ្យបងយ៉ែមីងចុះហត្ថលេខាឆេវីវកុំចូលទៅជិតពេកការពារខ្លួនឯងឲ្យល្អខ្ញុំដឹងហើយប៉ុន្តែខ្ញុំគិតថាបងស្រីឆានីមិនមែនគួរឲ្យអាណិតដូចអ្វីដែលឃើញនៅខាងក្រៅទេគាត់មិនមែនជាមនុស្សគួរឲ្យអាណិតតាំងពីដើមមកម្លេះនៅមានរឿងមួយទៀតកាលពីមុនខ្ញុំធ្លាប់ប្រមាថខ្ញុំនិយាយថាបើនិយាយពីពេលដែលបងស្រីឆានីរៀបការជាមួយបងយ៉ែនហៅខែហាក់ដូចជាមិនសូវត្រូវសោះខែអីទៅខ្ញុំមិនប្រកាសដែរចាំខ្ញុំត្រឡប់ទៅសួរមើលកុំសួរចំពេករកមើលរូបថតចាស់សិនទៅរូបនេះមានប្រយោជន៍ណាស់វាបញ្ជាក់ថាលែងយ៉ែនមីងនៅតែបន្តផ្ទេរធនធានទៅឲ្យលូឆាន់មីនិងកូនមែនហើយក៏បញ្ជាក់ថាលូឆាន់មីមិនមែនទទួលជំនួយដោយអកម្មទេនាងកំពុងទាមទារដោយសកម្មអ្វីដែលនាងចង់បានមិនមែនត្រឹមតែឋានៈនោះទេនាងចង់បានផ្លូវវែងឆ្ងាយនាងចុះហត្ថលេខាមែនទែនស្ដាយក្រោយហើយមែនទេអត់ទេគ្រាន់តែមានអារម្មណ៍ថាខ្លួនឯងដឹងខ្លួនយឺតពេកមិនយឺតទេអ្វីដែលអ្នកមាននៅក្នុងដៃពេលនេះគ្រប់គ្រាន់សម្រាប់គ្រប់គ្រងការសម្របសម្រួលទំនួលខុសត្រូវអាពាហ៍ពិពាហ៍អីចឹងចេញលិខិតជូនដំណឹងទៅគាត់នៅមិនទាន់ឈប់ទៀតផ្ទះក៏ប្រគល់ឲ្យគាត់វិញហើយដែរគាត់ឥឡូវចង់បញ្ជាក់រឿងលែងលេះនិងសិទ្ធិថែទាំនាងអានចង់លែងក៏លែងទៅកូនស្រីម្នាក់សោះថ្លៃចិញ្ចឹម3បាច់គុំឲ្យច្រើនពេកបងជៀនមីងបើបងឲ្យថ្លៃចិញ្ចឹមនាងអានច្រើនពេកក្នុងមួយខែចុះជាឆឹងជាមួយជាប៉ាវិញត្រូវធ្វើម៉េចនាងអានជាកូនបង្កើតរបស់ខ្ញុំដឹងខ្ញុំមិនមែនមានន័យបែបនោះទេឈុនមេនិយាយត្រូវហើយបងត្រូវចិញ្ចឹមកូនប្រុស2នាក់ទៀតនៅថ្ងៃមុខលុយកាក់ត្រូវចាយវាឲ្យចំកន្លែងម៉ាក់ពួកគេជាក្មួយរបស់ខ្ញុំថ្ងៃក្រោយហៅគាត់ថាប៉ាទៅក៏ដូចជាកូនប្រុសដែរពួកអ្នកចង់ឲ្យខ្ញុំក្លាយជាមនុស្សបែបណាឲ្យប្រាកដបងជៀនមីងបងស្ដាយក្រោយហើយមែនទេបងស្រីឈុនមេសៀវភៅរូបថតនេះជារបស់បងមែនទេខ្ញុំឃើញវានៅក្រោមទូយកមកឲ្យខ្ញុំរូបថតខាងក្នុងចាស់ណាស់ខ្ញុំមើលមិនទាន់ចប់ទេនេះជារបស់ផ្ទាល់ខ្លួនរបស់ខ្ញុំអ្នកភ័យរឿងអីអ្នកណាភ័យកុំរើកាយរបស់គេផ្ដេសផ្ដាសអ្នកមិនបានឃើញអ្វីទាំងអស់
បងស្រីឈុនមេខ្ញុំមិនទាន់បាននិយាយផងថាខ្ញុំឃើញអ្វីរូបថតខ្ញុំមិនបានថតទេតែថ្ងៃខែគឺបងជៀនហៅមុនពេលរៀបការជាង7 ខែសៀវយូគុំរើកាយរបស់គាត់ទៀតអីខ្ញុំដឹងហើយខ្ញុំគ្រាន់តែមានអារម្មណ៍ថាវាខុសប្រក្រតីជាឈឹងឆ្នាំនេះអាយុ7 ឆ្នាំតែខ្ញុំចាំបានថាបងស្រីឈុនមេទើបតែរៀបការចូលមកមិនបានប៉ុន្មានក៏សម្រាលកូនអ្នកអាចរកមើលរូបថតពិធីកាត់សក់កូនកាលពីពេលនោះបានទេក្នុងក្រុមញាតិមិត្តចាស់ប្រហែលជាមានរកតែរូបដែលគេធ្លាប់បង្ហោះគុំប្រថុយថ្ងៃនេះយើងពិភាក្សាគ្នាពីរឿងបំណងលែងលះការរៀបចំចិញ្ចឹមកូននិងការចំណាយខ្ញុំមិនយល់ព្រមទេលីអ្នកមិនយល់ព្រមតើដោយសារតែនៅស្រឡាញ់ខ្ញុំឬក៏ដោយសារគ្មានអ្នកណាជួយដោះស្រាយបញ្ហាឲ្យអ្នកជីងឈីវខ្ញុំដឹងថាខ្ញុំខុសហើយខុសត្រង់ណាខ្ញុំមិនគួរឲ្យឈុនមេចូលមករស់នៅទេមិនគួរធ្វើឲ្យនាងអានត្រូវរងទុក្ខឡើយចុះអ្វីទៀតអ្នកមកថាដឹងថាខុសតើដៃជាចុះហត្ថលេខាលើឯកសារនេះហេតុអ្វីអ្នកមានឯកសារនេះបាននេះជាអក្សរដែលពួកអ្នកសរសេរដោយខ្លួនឯងខ្លាចគេឃើញមែនទេលោកលៀងតើឯកសារនេះអ្នកចុះហត្ថលេខាដោយស្ម័គ្រចិត្តមែនទេមែនប៉ុន្តែវាជាការពិភាក្សាក្នុងគ្រួសារពិភាក្សាគ្នាថាតើត្រូវធ្វើបែបណាដើម្បីផ្ទេរការទទួលខុសត្រូវតែត្រូវប្រោសឲ្យកូនស្រីបង្កើតទៅឲ្យក្មួយប្រុសទាំងពីរបងថ្លៃគុំនិយាយបែបនេះអីជាឆឹងជាប៉ាវពួកគេបាត់បង់ឪពុកទៅហើយមិនការជួយគ្នាមួយដៃមួយជើងវាខុសត្រង់ណាជួយគ្នាមួយដៃឬក៏ធ្វើជាប៉ាគេហេតុអ្វីបានជាអ្នកត្រូវតែប្រៀបធៀបជាមួយពួកយើងព្រោះពួកអ្នកចាត់ទុកការយល់ព្រមរបស់ខ្ញុំជារឿងធម្មតា Tang Jingqiu កុំមាត់ច្រើនពេកមិនស្មើនឹងសម្ដីមួយឃ្លារបស់អ្នកទេក្មេងស្រីមិនចាំបាច់ត្រូវថ្នាក់ក្នុងពេកទេបើតាមមើលទៅអ្នកនាងថែងចង់បញ្ជាក់ពីសិទ្ធិអំណាចគឺមានមូលដ្ឋានសមហេតុផលសូមភាគីទាំងពីរនិយាយផ្ដោតលើផលប្រយោជន៍កូនកុំបន្តវាយប្រហារគ្នាដោយអារម្មណ៍ទៀតអ្នកស្ងប់អារម្មណ៍ទៅខ្ញុំនឹងផ្ដល់លុយឲ្យនាងមិនមែនជាវិកលបទេនាងគឺជាកូនស្រីរបស់អ្នកបងថ្លៃកុំហៅខ្ញុំបែបនេះខ្ញុំដឹងថាអ្នកស្អប់ខ្ញុំប៉ុន្តែខ្ញុំក៏គ្មានជំរឿដែរជំរឿដែលអ្នកថាគ្មាននោះគឺការស្លៀកពាក់អាវកាក់របស់ខ្ញុំនិងរស់នៅក្នុងបន្ទប់របស់ខ្ញុំបង្ខំឲ្យប្តីខ្ញុំដឹកឆ្កែដើរលេងទៀតខ្ញុំជាស្រីម្នាក់មានកូន2 នាក់បើមិនតង់អ្វីមួយទុកទេតើថ្ងៃក្រោយរស់នៅយ៉ាងម៉េចចុះហេតុអ្វីបានជាអ្នកមកតង់ផ្ទះអ្នកអតីអ្នកមានឪពុកម្ដាយមានផ្ទះសម្បែងមានកូនស្រីតែខ្ញុំមានត្រឹមតែកូន2 នាក់នេះប៉ុណ្ណោះអ្នកនៅមានពាក្យកុហកទៀតឡឈុនមេកុំបង្ខំឲ្យខ្ញុំស៊ើបពីអ្នកឲ្យសោះអ្នកចង់មានន័យថាម៉េចអ្នកដឹងច្បាស់ជាងខ្ញុំទៅទៀតសូមអញ្ជើញចូលមកតើអ្នកមានគម្រោងតាំងពីយូរមកហើយមែនទេដែលឲ្យខ្ញុំចិញ្ចឹមកូនរបស់គាត់អ្នកនិយាយបែបនេះមានន័យថាម៉េចឈុនមេខ្ញុំអាចជួយបានតែអ្វីដែលអ្នកចង់បានពេលនេះមិនមែនជាការជួយទេចុះអ្នកចង់បានអីបណ្ដេញពួកយើងចេញមែនទេឲ្យត្រឡប់ទៅអង្វរតាំងជើងជីវមែនទេខ្ញុំអត់បានគិតបែបនោះទេអ្នកគិតមែនមើលទៅកែវភ្នែកដែលអ្នកសម្លឹងមើលគាត់ថ្ងៃនេះចុះទៅជាខ្លួនឯងស្ដាយក្រោយខ្លាំងណាស់ខ្ញុំស្ដាយក្រោយតាំងពីដើមមកម្លេះ Lang Jiamingគឺម៉ាក់អ្នកដែលនាំខ្ញុំចូលមកទីនេះគឺអ្នកដែលនិយាយថានឹងផ្ដល់ផ្ទះសម្បែងឲ្យក្មេងឥឡូវ Tang Jingqiu មិនយកអ្នកហើយអ្នកបែរជាមកទម្លាក់កំហុសលើខ្ញុំទៅវិញកុំយកឈ្មោះ Jingqiu មកពាក់ព័ន្ធខ្ញុំចង់និយាយនឹងឯងបើអ្នកពិតជាអាឡ័យគាត់ខ្លាំងម្ល៉េះគួរតែហ៊ានចេញមុខតាំងពីនៅឯមណ្ឌលតម្កល់សុខមកឆ្លោះគ្នាធ្វើអីនៅគ្នាគ្រប់មុខមែនទេម៉ាក់បងជាមិញមិនចង់មើលថែពួកយើងទៀតហើយខ្ញុំមិនបាននិយាយថាមិនមើលថែទេខ្ញុំគ្រាន់តែថាការមើលថែបែបនេះវាមិនកើតទេមើលថែបែបនេះវាមានន័យថាម៉េចក្មេង2 នាក់ហើយអ្នកថាពូអ្នកឲ្យលុយកាក់គេខ្លះវាខុសត្រង់ណាម៉ាក់ខ្ញុំនៅមានណែនឹងទៀតហើយកូនស្រីម្នាក់ធ្វើឲ្យអ្នកបាត់បង់កូនប្រុស2 នាក់អ្នកនៅតែនៅដល់វាទៀតឥឡូវមិនមែនទេថ្ងៃក្រោយនឹងមែនហើយថ្ងៃក្រោយក៏មិនមែនដែរអ្នកឯងនិយាយម្ដងទៀតមើលខ្ញុំនិយាយថាខ្ញុំមិនមែនជាប៉ារបស់ពួកគេទេវាពិតជាមិនត្រឹមត្រូវទេសៀវយូកុំប្រាប់អ្នកណាឲ្យសោះខ្ញុំដឹងហើយបន្ទាប់មកទុកឲ្យលៀងជៀនមីងរកឃើញដោយខ្លួនឯងរបស់ទាំងនេះអាចចាត់ទុកជាចំណុចសង្ស័យនៃពេលវេលាបានប៉ុន្តែមិនអាចសន្និដ្ឋានដោយឡែកបានទេខ្ញុំដឹងហើយអ្វីដែលខ្ញុំចង់បានគឺឲ្យគាត់និយាយដោយខ្លួនឯងចុះលៀងជៀនមីងវិញនៅពេលដែលគាត់សង្ស័យគាត់នឹងទៅសួរគាត់ចាប់ផ្ដើមសង្ស័យហើយអ្នកត្រូវតែចេះរក្សាព្រំដែនកុំប្រមូលភស្តុតាងដោយប្រើវិធីជ្រុលពេកខ្ញុំមិនចាំបាច់ប្រើវិធីជ្រុលទេលូឈុនមេធ្វើសកម្មភាពជ្រុលជាងខ្ញុំទៅទៀតពិធីជប់លៀងខួប1 ខែរបស់កូនតើជាថ្ងៃនេះមែនទេអ្នកយកវាណាខ្ញុំសួរថាតើជាថ្ងៃនេះមែនឬអត់រឿងកន្លងមកយូរណាស់ហើយតើខ្ញុំអាចចាំច្បាស់ដោយរបៀបណាមិនដល់2 ខែក្រោយរៀបការខួប1 ខែអ្នកមានន័យថាម៉េចកូនកើតមិនគ្រប់ខែកូនកើតមុនកំណត់តែរៀបចំពិធីពេញខែបានយ៉ាងអធិកអធមម្ល៉េះ
Lang Jamming តើអ្នកកំពុងចង់បង្ខំថេងយេងឃ្យូដែរមែនទេខ្ញុំគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះគ្រួសារឡែងរបស់អ្នកឥឡូវនេះចង់រុញច្រានពួកយើងដែលជាមេម៉ាយនឹងក្មេងកំព្រាឲ្យចេញទៅក្រៅមែនទេកុំប៉ះប្រាប់ការពិតខ្ញុំមកតើយាឆេងពិតជាកូនរបស់ជាងហៅមែនឬអត់ម៉ាក់សំបីតែម៉ាក់ក៏សង្ស័យកូនដែរឬម៉ាក់សួរឯងពិតជាមែនមិនមែនជាកូនរបស់ជាងហៅទេតើខ្ញុំអាចយកចុះរឿងរូបថតនោះយ៉ាងម៉េចដែរខ្ញុំបានប្រាប់ហើយថាវាអ្នកល្អបំផុតគុំមកកុហកខ្ញុំកុហកអ្នកកាលពីមុនជានរណាដែលអង្វរឲ្យខ្ញុំទុកកូនទាំងពីរនាក់នេះជានរណាដែលនិយាយថាឲ្យតែខ្ញុំមិនរៀបការថ្មីគ្រួសារឡែងប្រកាសជាចិញ្ចឹមពួកយើងប៉ុន្មានឆ្នាំមកនេះខ្ញុំនៅចាំមើលថែឡែងជាងហៅនៅចាំមើលថែគ្រួសារឡែងរបស់អ្នកឥឡូវអ្នកគ្រាន់តែសង្ស័យមួយម៉ាត់ក៏ចង់ដេញពួកយើងចេញទៅហើយធ្វើតេស្ត DNA នឹងអ្នកឈួតហើយមែនទេជៀនមីនរឿងនេះធ្វើផ្ដេសផ្ដាសមិនបានទេបើលេជឿទៅក្រៅវានាំឲ្យអាម៉ាស់មុខណាស់ឥឡូវទៅដឹងថាអាម៉ាស់មុខមែនទេខ្ញុំខ្លាចគេសើចចំអកឲ្យត្រកូលលៀងគេសើចចំអកគ្រប់គ្រាន់ហើយអ្នកគ្មានសិទ្ធទៅពិនិត្យពួកគេទេបើពួកគេជាកូនរបស់ជៀនហាវខ្ញុំនឹងសុំទោសពួកគេចោះបើមិនមែនវិញបើមិនមែនពួកអ្នកនឹងកំចាត់ពួកយើងឲ្យអស់មែនទេខ្ញុំចង់ដឹងថាអ្វីដែលខ្ញុំធ្វើកន្លងមករហូតបាត់បង់គ្រួសារខ្លួនឯងនោះគឺដើម្បីអ្វីម៉ាក់កំពុងរវល់មែនទេលែងរវល់ហើយតើកូនអាចដាក់ត្រកូលតាមម៉ាក់បានទេកូនចង់ដាក់ត្រកូលតាមម៉ាក់មែនទេកូនចង់ឈ្មោះថាងនានអានថាងគឺជានាមត្រកូលរបស់ម៉ាក់រងចាំរឿងនេះបញ្ចប់សិនម៉ាក់នឹងជួយរៀបចំឲ្យកូនចុះប៉ាគាត់នឹងខឹងទេ